Namo tassa bhagavato arahato sama sambuddhassa. Namo tassa bhagavato arahato sama sambuddhassa. Namo tassa bhagavato arahato sama sambuddhassa. Buddharatanang Dhamaratanang Sanggharatanang Namiami. ទូលព្រះបង្គំសូមលើកកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះគុណនៃព្រះរតនត្រ័យដែលជារតនៈដ៏ប្រសើរខ្ពង់ខ្ពស់ដោយសេចក្តីគោរពជ្រះថ្លានមស្ការក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ព្រះឋានានុក្រមដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គទាំងអស់ដែលគង់នៅតាមបណ្ដាវត្តនានាដោយសេចក្តីគោរពជ្រះថ្លាជាពិសេសសូមនមស្ការក្រាបថ្វាយបង្គំលោកគ្រូវិរិយមុនីសូមកុសលដែលមានប្រវត្តិមាននៅក្នុងកម្មវិធីនេះនៅក្នុងការចូលរួមសន្ទនានៅពធសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទប្រស្រីគ្រប់គ្នាទាំងអស់ដែលបានកំពុងទស្សនាតាមរយៈការ live បន្តនៅក្នុង page ធម្មប្រតិបនេះផងដែរនៅក្នុងកម្មវិធីនេះអាត្មាបានដាក់ឈ្មោះថ្មីឲ្យឈ្មោះថាធម្ម podcast គឺយើងផ្ដោតទៅលើការសន្ទនាទាក់ទិនជាមួយនឹងក្នុងព្រះធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធដោយយកមកផ្សារភ្ជាប់ជាមួយនឹងតថភាពជាក់ស្ដែងការរស់នៅរបស់យើងបច្ចុប្បន្នដើម្បីឲ្យពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់បានយកនៅចំណុចនៃពធផ្សេងដែលជាធម៌មានសារៈសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដើម្បីអនុវត្តក្នុងការបដិបត្តិរៀងរាល់ថ្ងៃប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនសេចក្តីចម្រើនហ្នឹងគឺជាសេចក្តីចម្រើនដែលប្រព្រឹត្តទៅដោយអំណាចនៃការដែលបានសម្រេចនៅគុណប្រយោជន៍អំពីពុទ្ធសាសនាតាមការអនុវត្តតាមពាក្យទូមានព្រាងប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងរាត្រីថ្ងៃអាទិត្យ100 រនោចខែភៈសំទោសខែបោះឆ្នាំម្សាញ់សប្តាហ៍ពុទ្ធសករាជ 2569 ត្រូវថ្ងៃទី4ខែមករាគ្រិស្តសករាជ 2026ជាខាងដើមនៃឆ្នាំគ្រិស្តសករាជថ្មីដែលនឹងបានចាប់ផ្ដើមកម្មវិធីសន្ទនានេះគឺជារៀងរាល់យប់ថ្ងៃអាទិត្យវេលាម៉ោង 7 កន្លះដល់ម៉ោង 9:00 នាទីសូមជម្រាបញាតិញោមជាពុទ្ធបរិស័ទគ្រប់គ្នាផងដែរថាកម្មវិធីនេះគឺផ្ដោតទៅលើការសន្ទនានឹងផងក៏ដូចជាការដែលយើងយកនៅធម៌របស់ព្រះសម្មាសម្ពុទ្ធជាប្រធានបទក្នុងការសន្ទនាហ្នឹងហើយសម្រាប់ការដែលញាតិញោមគ្រប់គ្នាទាំងអស់បានស្ដាប់នៅការបកស្រាយក៏ដូចជាការសន្ទនារបស់អាត្មាភាពទាំងពីរព្រះអង្គហ្នឹងហើយបើសិនជាមាននៅសំណួរអីញាតិញោមអាច comment នៅក្នុងខាងក្រោមនៃវីដេអូហ្នឹងក៏បានឬក៏ខាងចុងនៃកម្មវិធីអាត្មាគិតថាពេលវេលា20នាទីឬក៏15នាទីមុននឹងបញ្ចប់នឹងបើប្រព័ន្ធទូរស័ព្ទសារឲ្យញាតិញោមខលមកបើសិនជាមាននៅសំណួរកន្លែងណាក៏អាចសាកសួរបានឬក៏ថាសំណួរដែលតាក់ទងជាមួយនឹងប្រធានបទដោយដែលពុទ្ធបរិស័ទបានស្ដាប់ការបកស្រាយក៏ដូចជាយើងបានសន្ទនាហើយមិនច្បាស់កន្លែងណាឬក៏ចង់បញ្ជាក់កន្លែងណាអីហ្នឹងញាតិញោមអាចដើម្បីនឹងចូលរួមសាកសួរទាំងអស់គ្នាបានបងលើមុននឹងចាប់ផ្ដើមចូលដល់ប្រធានបទខ្ញុំបកណាសូមអរតនានិមន្តលោកគ្រូវិរិយមុនីដើម្បីបានមាននៅធរដីកាក្នុងការសំណេះសំណាលជាកិច្ចខាងដើមកណាសូមអរតនានិមន្តជាបឋមខ្ញុំព្រះអង្គសម្លឹកកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះព្រះសម្ពុទ្ធដែលព្រះអង្គទ្រង់ជាសាស្តានៃទេវតានិងមនុស្សទាំងឡាយព្រមទាំងព្រះសទ្ធម្ម
ដែលជានិយានិកៈធោជាធោអាចចម្លងសពសតនិកឲ្យរួចចាកសង្សារវដ្តនេះបានព្រមទាំងព្រះសង្ឃដែលជាបញ្ញខេត្តនៃពុទ្ធបរិស័ទទាំងឡាយដោយសេចក្តីគោរពជ្រះថ្លាសពកាលសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរៈគ្រប់ព្រះអង្គដែលជារដ្ឋញ្ញូក្នុងព្រះសាសនានេះដោយសេចក្តីគោរពកោតក្រែងសូមធ្វើសមានភាពរាប់អានចំពោះលោកអ្នកមានអាយុគ្រប់រូបដែលបានសាងព្រះភ្នោះក្នុងព្រះសាសនានេះដោយល្អហើយជាពិសេសក៏សូមធ្វើសមានភាពចំពោះលោកម្ចាស់វិមៈឡូសានថាវិនដែលបានឲ្យខ្ញុំកណាបានរួមឱកាសចូលរួមក្នុងកម្មវិធីធម្មៈ podcast ប្រចាំសប្តាហ៍រៀងរាល់ថ្ងៃអាទិត្យម៉ោង 7 កន្លះយប់ដូច្នេះញាតិញោមអាចតាមដានកម្មវិធីនេះនៅរៀងរាល់ម៉ោង 7 យប់ពីម៉ោង 7 កន្លះយប់ថ្ងៃអាទិត្យប្រចាំសប្តាហ៍រៀងរាល់សប្តាហ៍ទាំងអស់ចំណែកឯខ្ញុំកណាអាត្មាបើទោះបីជារាត្រីណាមិនមានឱកាសចូលរួមបើត្រូវធ្វើដំណើរតាមផ្លូវអីយ៉ាងណាក៏ដោយក៏នឹងឆ្លៀតឱកាសចូលរួមគឺព្យាយាមយ៉ាងណាមិនឲ្យខកខានច្រើនទេព្រោះជាកម្មវិធីដែលល្អសម្រាប់ពុទ្ធបរិស័ទព្រោះលោកម្ចាស់សានថាវិនលោកមានមេត្តាប្រធានបទល្អសម្រាប់ញាតិញោមទាំងអស់គ្នាដូចជាវេលារាត្រីនេះប្រធានបទរបស់យើងគឺនិយាយអំពីសង្កេលកៈសូត្រហើយសង្កេលកៈសូត្រនេះគឺនិយាយអំពីវិន័យរបស់កុហកហ្នឹងពីព្រោះញាតិញោមតែងតែចេះដឹងចង់ដឹងរឿងវិន័យរបស់ព្រះសង្ឃធ្វើមិនខុសធ្វើមិនត្រូវហ្នឹងហើយប៉ុន្តែអត់ដែលដឹងអំពីអ្វីទៅដែលហៅថាវិន័យសម្រាប់ខ្លួនឯងជាឧបាសកបាសិកាឯងអញ្ចឹងនៅវេលារាត្រីនេះញាតិញោមព្យាយាមស្ដាប់ឲ្យបានច្រើនដើម្បីឲ្យបានដឹងថាសម្រាប់ខ្លួនឯងដែលជាក្រហមឧបាសកបាសិកាគិរិយាវេសអ្នកគ្រប់គ្រងផ្ទះហ្នឹងក៏មានវិន័យសម្រាប់ខ្លួនឯងផងដែរនឹងខ្ញុំកណាសូមផ្ដើមសេចក្តីនឹងប៉ុណ្ណឹងតទៅប្រកេនលោកម្ចាស់ដើម្បីបានចាត់ចែងនៅប្រធានបទហ្នឹងកម្មវិធីហ្នឹងបន្តទៅទៀតកណាសូមអរគុណលោកគ្រូក្នុងការចូលរួមនៅសេចក្តីខាងដើមដោយដែលលោកគ្រូបានលើកឡើងហើយថាក្នុងបទសូត្រនេះគឺជាបទសូត្រមួយដែលសំខាន់មែនទែនទៅគឺជាបទសូត្រដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងផ្ដោតសំខាន់ទៅលើពុទ្ធបរិស័ទគ្រប់គ្នាដែលជាគិរិយាវេសជាក្រហមនៅក្នុងអត្ថកថានោះក៏លោកបានបញ្ជាក់ថាបទសូត្រនេះឲ្យឈ្មោះថាជាកហិវិន័យគឺជាបទសូត្រដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងអំពីច្បាប់របស់គិរិយាវេសពុទ្ធបរិស័ទគ្រប់គ្នានឹងឯងដែលត្រូវប្រតិបត្តិមិនបានត្រូវប្រតិបត្តិពីព្រោះដើម្បីឲ្យคล้ายទៅជាគិរិយាវេសដែលមានធម៌អ្នកគ្រប់គ្រងផ្ទះដែលប្រកបដោយធម៌ប្រព្រឹត្តទៅដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ននិងសេចក្តីសុខក្នុងបរលោកនេះគឺបានឲ្យឈ្មោះថាសង្កេលកៈសូត្រណាញាតិញោមណាហើយសង្កេលកៈសូត្រនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងបត្រៃបិដកលេខ19អាត្មានឹងចូលរួមជាចំណែកខាងដើមតកតងជាមួយនឹងប្រវត្តិរឿងរ៉ាវតើមូលហេតុអីបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅសង្កេលកៈសូត្រនេះមកមានប្រវត្តិរឿងរ៉ាវយ៉ាងណាអីញាតិញោមក៏អាចដើម្បីនឹងស្ដាប់អំពីប្រវត្តិខាងដើមបព្វភាគខាងដើមដែលជាហេតុនៃការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅបទសូត្រនេះក្នុងគម្ពីរបត្រៃបិដកលេខ19ហ្នឹងគឺបានសម្ដែងក្នុងកាលនោះព្រះដ៏មានពភាកជាម្ចាស់ព្រះអង្គគង់នៅក្នុងវត្តបេលវ័ន
ចិត្តក្រុងរាជក្រឹសហ្នឹងហើយសម័យហ្នឹងគឺដែលកូនរបស់កហបតីឈ្មោះសង្កេលកៈណាឈ្មោះសង្កេលកៈហ្នឹងមានប្រក្រតីណាមានប្រក្រតីក្រោកឡើងអំពីព្រឹកព្រលឹមណាព្រឹកព្រលឹមហើយស្លៀកសម្ពុតដណ្ដប់នឹងដែលទៅទឹកហើយមានសក់ហ្នឹងក៏ទៅទឹកដើរចេញអំពីក្រុងរាជក្រឹសទៅក៏ប្រណម្យអញ្ជលីថ្វាយបង្គំហ្នឹងញោមថ្វាយបង្គំទិសច្រើនមែនតើណាទិសខាងកើតផងទិសខាងត្បូងផងទិសខាងលិចផងទិសខាងជើងផងខាងក្រោមផងខាងលើផងចឹងបើគិតទិសទៅទិសទាំង6ណាខាងកើតខាងត្បូងខាងលិចខាងជើងណាខាងក្រោមហើយនៅខាងលើចឹង6ទិសហ្នឹងថ្វាយបង្គំជាប្រកដីជារឿយហើយក្នុងការហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ស្ដេចយាងទៅបិណ្ឌបាតក្នុងបបញ្ហសម័យហ្នឹងចឹងព្រះអង្គយាងចូលមកកាន់ក្រុងរាជក្រឹសហ្នឹងដើម្បីបិណ្ឌបាតក៏ព្រះអង្គបានទតឃើញនៅសង្កេលកៈបុត្រហ្នឹងណាសង្កេលកៈបុត្រហ្នឹងដែលចេញមកខាងក្រៅក្រុងរាជក្រឹសហ្នឹងដើម្បីធ្វើនៅកិច្ចទាំងឡាយមានការថ្វាយបង្គំទិសទាំង6ហ្នឹងណាដល់ពេលឃើញអញ្ចឹងហើយក៏ព្រះអង្គត្រាស់សួរព្រះអង្គត្រាស់សួរថាមនាលកហបតីបុត្រមូលហេតុអ្វីទៅអ្នកហ្នឹងគឺក្រោកអំពីព្រឹកហើយមានការស្លៀកនៅសម្ពុតដែលទៅទឹកសក់នឹងទៅទឹកចេញអំពីក្រុងរាជក្រឹសមកដើម្បីថ្វាយបង្គំនៅទិសទាំងឡាយអញ្ចឹងបានកហបតីបុត្រសង្កេលកៈកហបតីបុត្រហ្នឹងក្រាបថ្វាយបង្គំទូលព្រះសម្មាសម្ពុទ្ធបពិតព្រះអង្គនៅចម្រើនក្នុងការដែលបិតារបស់ខ្ញុំព្រះអង្គនឹងនៅមានជីវិតណាមុនពេលដែលលោកចិត្តដើម្បីនឹងមរណភាពចិត្តនឹងស្លាប់ហ្នឹងពុករបស់ខ្ញុំព្រះអង្គនឹងបានផ្ដាំដល់ខ្ញុំព្រះអង្គនឹងថាខ្លួនឯងហ្នឹងគឺត្រូវតែថ្វាយបង្គំទិសទាំងឡាយបើពិតព្រះអង្គនៅចម្រើនខ្ញុំព្រះអង្គគោរពនៅពាក្យបណ្ដាំរបស់ឪពុករបស់ខ្ញុំព្រះអង្គនឹងបានធ្វើសក្ការៈគោរពរាប់អានបូជានៅពាក្យដែលជាពាក្យបណ្ដាំរបស់ឪពុកនឹងក៏មានប្រកដីក្រោកអំពីព្រឹកព្រលឹមចេញមកដើម្បីថ្វាយបង្គំនៅទិសទាំងឡាយហ្នឹងបាននៅក្នុងពេលហ្នឹងព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គត្រាស់ចំពោះកហបតីបុត្រហ្នឹងថាមនាលកហបតីបុត្រក្នុងវិន័យរបស់ព្រះអរិយៈហ្នឹងគេមិនថ្វាយបង្គំទិសទាំង6យ៉ាងអញ្ចឹងទេណាមនាលដល់ពេលព្រះអង្គត្រាស់អញ្ចឹងទៅកហបតីបុត្រហ្នឹងក៏ឆ្ងល់តែមិនបាននៅក្នុងអរិយវិន័យហ្នឹងគឺមិនថ្វាយបង្គំអញ្ចឹងសួរព្រះអង្គទៅក៏ព្រះអង្គត្រាស់ថាដែរក្នុងនេះព្រះអង្គត្រាស់តែណែកហបតីបុត្របើដូច្នោះអ្នកចូលស្ដាប់ណាចូលកំណត់ទុកក្នុងចិត្តដោយប្រពៃចោះតថាគតនឹងសម្ដែងប្រាប់ក្នុងចំណុចហ្នឹងគឺព្រះអង្គត្រាស់សម្ដែងច្រើនណាស់ញាតិញោមដែលព្រះអង្គត្រាស់ចំពោះកហបតីបុត្រហ្នឹងឥឡូវអាត្មាអានក្នុងសេចក្តីនឹងមួយសិនដើម្បីឲ្យញាតិញោមបានយល់អំពីដំណើរថាក្នុងការគោរពថ្វាយបង្គំក្នុងអរិយវិន័យហ្នឹងគឺមានសភាពបែបណាហ្នឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាណែមនាលកហបតីបុត្រអរិយសាវកលះបង់នៅកម្មកិលេសអំពើដ៏សៅមង4ប្រការផងមិនធ្វើនៅបាបកម្មគឺអំពើអាក្រក់ព្រោះហេតុ4យ៉ាងផងមិនសេពនៅអបាយមុខគឺប្រធាននៃសេចក្តីវិន័យនៃភោគៈ6យ៉ាងផងអរិយសាវកនោះលោកបានវាចាបាបធัวទាំង14យ៉ាងនេះសរុបមកទាំង14យ៉ាងហ្នឹងឈ្មោះថាជាអ្នកបិទបាំងទិសទាំង6ប្រតិបត្តិដើម្បីជំនះក្នុងលោកទាំងពីរគឺក្នុងលោកនេះក៏អរិយសាវកនោះបានប្រពគឺថាបានពេញចិត្តហើយលោកខាងមុខក៏ពេញចិត្តទៀតអរិយសាវកនោះទម្លាយរាងកាយទៅរមែងទៅការក្នុង
មនុស្សសុគតិសួគ៌ទេវលោកកម្មកិលេស4ប្រការដែលអរិយសាវកនោះលះបង់ហើយដូចម្ដេចមរេកហបតីបុត្រការធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្រាប់សត្វជាកម្មកិលេសមួយការកាន់យកទ្រព្យដែលម្ចាស់គេមិនឲ្យជាកម្មកិលេសមួយការប្រព្រឹត្តខុសក្នុងកាមទាំងឡាយជាកម្មកិលេសមួយការនិយាយពាក្យកុហកជាកម្មកិលេសមួយកម្មកិលេស4ប្រការនេះដែលអរិយសាវកនោះបានលះបង់ហើយនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងចំណុចនឹងមកក៏ជាការបញ្ជាក់ទៅលើការគោរពបដិបត្តិឬក៏ការថ្វាយបង្គំទិសទាំង6ហ្នឹងគឺខុសអំពីការបដិបត្តិរបស់កហបតីបុត្រហ្នឹងហើយនៅក្នុងចំណុចហ្នឹងគឺយើងមានជាចម្ងល់តាក់ទងជាមួយនឹងរឿងរឿងរ៉ាវហ្នឹងលោកគ្រូវិថាចំណុចទី1តាក់ទងជាមួយនឹងឪពុករបស់សង្គាលកៈហ្នឹងបានផ្ដាំដល់កូនហ្នឹងឲ្យគោរពបដិបត្តិហ្នឹងនៅឃើញនៅក្នុងចំណុចនោះមួយដូចថាជាធម្មតាយើងក៏តែងតែលើតាក់ទងជាមួយនឹងអ្វីដែលធ្លាប់ប្រព្រឹត្តឬក៏អ្វីដែលជាពាក្យផ្ដាំដូចថាឪពុកផ្ដាំកូនអញ្ចឹងទៅយើងតែងច្រើនតែគោរពនៅពាក្យបណ្ដាំរបស់គាត់អញ្ចឹងទៅយើងតែងតែអនុវត្តទៅតាមការប្រាប់ការទូនមេត្តារបស់គាត់អីចឹងទៅដូចយ៉ាងកហបតីបុត្រហ្នឹងមែនតើនៅក្នុងសេចក្តីហ្នឹងតើពាក្យដែលសង្គាលកៈដែលជាឪពុកបានផ្ដាំទៅកូនរបស់ខ្លួនហ្នឹងតើជាពាក្យដែលចង់បង្ហាញនៃដោយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកអញ្ចឹងឬក៏ថាជាពាក្យដែលប្រាប់ទៅត្រង់តែម្ដងដើម្បីឲ្យកូនហ្នឹងបដិបត្តិបែបហ្នឹងតែម្ដងលោកគ្រូហើយបើសិនជាពាក្យហ្នឹងជាពាក្យនៃដោយដែលព្រះអង្គសម្ដែងហ្នឹងតើយើងមានអំណះអំណាងអីដើម្បីជាការបញ្ជាក់ថាពាក្យរបស់គាត់ហ្នឹងគឺមានបង្កប់ន័យឬក៏បង្កប់ខ្លឹមសារការគោរពបដិបត្តិអីហ្នឹងលោកគ្រូសូមរតនាលោកគ្រូចូលរួមក្នុងសេចក្តីហ្នឹងកណាសាធុចឹងតាមពិតទៅរឿងរ៉ាវហ្នឹងមាននៅក្នុងអដ្ឋកថាសុមង្គលវិលាសិនីដែលជាអដ្ឋកថាទីខនិកាយបដិកវៈកណាដែលបញ្យល់ឲ្យសេចក្តីនៅក្នុងសង្គាលកៈសូត្របិដកខ្មែរយើងសង្គាលកៈសូត្រតែបើនៅក្នុងច្បាប់ឆដ្ឋសង្គាយនីឬក៏បិដកភូមិប្រើពាក្យថាសង្គាលៈសូត្រអត់មានកៈអីណាអត់មានកៈអីតែច្បាប់ខ្មែរយើងនិងច្បាប់ថៃឬក៏សៀមហ្នឹងគឺមានកៈដូចគ្នាអញ្ចឹងគណៈកុំចាស់ដែលជាអ្នកសិក្សាភាសាបាលីបើទៅស្រាវជ្រាវនៅក្នុងច្បាប់ឆាត់ហើយសើចរមើលសង្គាលកៈអត់ចាញ់ទេណាថែមកៈមកអត់ចាញ់ប្រសូតនឹងមកតែលុបកៈចាញ់ទៅត្រឹមថាសង្គាលៈសូតនឹងចាញ់មកទាំង3ដកទាំងអដ្ឋកថាសង្គាលសតៈ3ដកសង្គាលសតៈវណ្ណនីអដ្ឋកថានៅក្នុងអដ្ឋកថាហ្នឹងក៏បានបញ្យល់អំពីប្រវត្តិរឿងរ៉ាវដែលនាំឲ្យមានសង្គាលកៈសូតហ្នឹងលោកម្ចាស់សានធវិនបានសាកសួរហើយថាតើមេដាបៃតាឪពុកម្ដាយរបស់សង្គាលកៈមានុបហ្នឹងណាថាតើគាត់នឹងផ្ដាំបណ្ដាំចុងក្រោយរបស់គាត់ទៅដល់កូនហ្នឹងថាឲ្យថ្វាយបង្គំទិសតើពាក្យហ្នឹងចង់បាននៃសេចក្តីត្រង់ឬក៏ថាមាននៃសេចក្តីទៅតាមអ្វីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្ដែងប្រវត្តិរបស់កហបតីដែលជាឪពុករបស់សង្គាលកៈមានុបហើយនឹងភរិយារបស់គាត់ដែលត្រូវជាម្ដាយហ្នឹងគាត់ជាកហបតីមានទ្រព្យច្រើននៅក្នុងក្រុងរាជក្រឹសហ្នឹងទ្រព្យរបស់គាត់ហ្នឹងមានរហូតដល់40កោដច្រើនណាសម័យមុនណា40កោដណាហើយ2អ្នកភរិយាស្វាមីហ្នឹងគាត់ជាឧបាសកសម្រាប់សោតាបានតាំងពីយូរហើយនៅក្នុងអត្ថកថាមិនបានបញ្យល់ពេលវេលាទេប៉ុន្តែគាត់ជាព្រះអរិយបុគ្គលថ្នាក់សោតាបាននឹងតាំងពីយូរហើយដល់ឱកាសនេះជាអ្នកមានសទ្ធានៅក្នុងព្រះពុទ្ធសាសនាដោយសទ្ធារបស់ព្រះអរិយដែលហៅថាសទ្ធាមិនញាប់ញោគាត់តែងតែចេះ
ចង់ដឹកនាំកូនប្រុសរបស់គាត់នឹងឲ្យមានសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដែរដូចញាតិញោមយើងស្រុកខ្មែរយើងសពថ្ងៃអញ្ចឹងគាត់អឺមានញាតិញោមណាជាឪពុកជាម្ដាយមានសទ្ធាក្នុងពុទ្ធសាសនាតែងតែចង់ដឹកនាំកូនដឹកនាំចៅដឹកនាំបងប្អូនឲ្យមកមានសទ្ធាដូចគាត់ដែរអញ្ចឹងណាបើភរិយាមានសទ្ធាមុនភរិយានឹងចេះរកវិធីឧបាយយ៉ាងម៉េចដឹកនាំស្វាមីឲ្យមានសទ្ធាដែរបើឪពុកម្ដាយនឹងមានសទ្ធាចេះរកវិធីយ៉ាងម៉េចឲ្យកូនចៅនឹងមានសទ្ធាដូចគាត់ដែរបើបងឬក៏ថាប្អូនមានសទ្ធាគឺថារកវិធីយ៉ាងម៉េចជួនកាលនឹងក៏មកសាកសួរលោកម្ចាស់អីថាខ្ញុំកណានឹងត្រូវធ្វើយ៉ាងម៉េចត្រូវប្រតិបត្តិយ៉ាងម៉េចដើម្បីដឹកនាំអ្នកនេះឲ្យគាត់មានសទ្ធាដូចខ្ញុំកណាដែរយ៉ាងណាមិញឪពុកម្ដាយរបស់សង្កេលកៈមាននុបនឹងដូចគ្នាដល់ដឹកនាំកូនចេះតែបញ្យលប្រាប់កូនមនាលកូនសម្លាញ់ចូលកូនទៅកល់ព្រះសាស្តាចូលកូនទៅកល់ព្រះធម្មសេនាបតីសិរីបុត្រចូលកូនទៅជួបព្រះមហាមោគលានទៅជួបព្រះអនន្តទៅជួបព្រះមហាកាសបៈទៅជួបមហាសាវកទាំង80ព្រះអង្គកូនចូលទៅនឹងបានស្ដាប់ធម៌របស់លោកហើយនឹងបានទីពឹងចេះតែបញ្យលកូនអញ្ចឹងប៉ុន្តែកូនគ្រាន់តែលើឪពុកម្ដាយប្រាប់អញ្ចឹងហើយអត់សទ្ធាកូននឹងឆ្លើយថាលោកឪពុកអ្នកម្ដាយហើយបើខ្ញុំចូលទៅរកសមណៈទាំងឡាយនឹងត្រូវសំពះហើយបើសំពះវាត្រូវអោនក្បាលបើអោនក្បាលទៅវាត្រូវអោនទាំងខ្លួននឹងវាត្រូវឈឺខ្នងដល់ឈឺខ្នងហើយបើត្រូវលុតជង្គង់ក្រាបថ្វាយបង្គំលោកក៏ត្រូវឈឺជង្គង់បើកន្លែងហ្នឹងកន្លែងថ្វាយបង្គំហ្នឹងជាផែនដីអត់មានកំរាលអត់មានសម្ពុតអីទេវាត្រូវប្រឡាក់ប្រឡោះដល់សម្លៀកបំពាក់របស់ខ្ញុំបើខ្ញុំបានចូលទៅថ្វាយបង្គំលោកហើយចូលទៅអង្គុយចិត្តសមណៈទាំងឡាយនឹងទៀតត្រូវមានសេចក្តីស្និទ្ធស្នាលជាមួយនឹងសមណៈទាំងឡាយហ្នឹងកើតការសន្តានាកើតសេចក្តីស្និទ្ធស្នាលក្នុងពួកសមណៈទាំងអស់ហ្នឹងដល់ពេលតើកាលណាមានសេចក្តីស្និទ្ធស្នាលខ្ញុំនឹងត្រូវនិមន្តលោកទទួលចង្ហាន់បិណ្ឌបាតនិមន្តលោកថ្វាយចីវរអញ្ចឹងដល់អញ្ចឹងខាតប្រយោជន៍លោកឪពុកអ្នកម្ដាយគិតមើលខាតប្រយោជន៍ទាំងខ្លួនខ្ញុំប្រឡាក់ទាំងសម្លៀកបំពាក់ខ្ញុំហើយខាតទ្រព្យរបស់ខ្ញុំទៀតណាដល់គាត់មកជីវិតរបស់គាត់តាំងពីបានជាព្រះអរិយបុគ្គលមករហូតទៅដល់ថ្ងៃចិត្តស្លាប់អត់ដឹកនាំកូននឹងបានទេគឺណាហ្នឹងហើយអញ្ចឹងញាតិញោមបើថាដឹកនាំគេមិនបានកុំតូចចិត្តប្រហែលយើងនឹងត្រូវសួរខ្លួនយើងសិនថាអាត្មាអញនឹងព្រះអរិយបុគ្គលដូចលោកដែរទេបើថាមិនមែនជាព្រះអរិយបុគ្គលដូចលោកទេហើយដឹកនាំគេអត់បានអានឹងអត់ជាបញ្ហាអីទេក៏យើងចេះគិតគូរពិចារណាកើតសេចក្តីសង្វេយថាសត្វលោកនឹងគឺប្រព្រឹត្តទៅតាមឧបនិស្ស័យពិតប្រាកដមែនហ្នឹងមាននិស្ស័យមកយ៉ាងណាឧបនិស្ស័យមកយ៉ាងណាជាស្រ័យសំមកយ៉ាងណាគឺរៀងខ្លួនណាអញ្ចឹងដឹកនាំបានគឺយើងត្រេកអរជាមួយអនុមោទនាជាមួយតែបើដឹកនាំមិនបានក៏យើងធម្មតាទៅហ្នឹងហើយកុំទៅតោម្ដោះកុំទៅកើតទុកមិនសុខចិត្តអីនោះប៉ុន្តែនិយាយបែបហ្នឹងមិនឲ្យយើងខំប្រឹងទេយើងខំប្រឹងដឹកនាំគេតាមពិតណាលោកម្ចាស់សាសនារបស់យើងនេះបើនិយាយពីរឿងបញ្ចុះបញ្ចូលឲ្យគេចូលមកសាសនាតិចតួចណាស់បើប្រៀបធៀបជាមួយនឹងសាសនាដទៃខ្ញុំកណានេះក៏ធ្លាប់កាលនៅកុហកធ្លាប់រៀនគ្រឹះសាសនាមុននឹងរៀនគេឲ្យថ្វាយអង្គមព្រះរបស់គេហ្នឹងពេលថ្ងៃឆ្លងឆ្នាំសកលក៏មានកាដូចែកជាពិសេសគ្រីស្មាស់25ធ្នូណាអូគេមានកាដូអីចែកឲ្យយើងហើយយើងក្មេងៗចេះទៅណាក្មេងៗចង់ស្បាយណាទៅហើយញាតិញោមខ្លះត្រូវគេអូសទាញដោយទ្រព្យសម្បត្តិដោយថវិកាដោយផលប្រយោជន៍អញ្ចឹងទៅក៏ចូលទៅហ្នឹងហើយបើពុទ្ធសាសនាយើងនេះគឺមានតែការពយល់មានតែការសម្ដែងឲ្យរកហេតុផលទេហើយទោះបីជាអ្នកស្ដាប់នឹងយល់ក៏ដោយមិនយល់ក៏ដោយ
ហើយបើថាយល់ហើយក៏ដោយមិនបានចូលមករាប់អានព្រះពុទ្ធសាសនាក៏ហីដែរពុទ្ធសាសនានេះអត់មានទៅបខិតបខំអ្នកណាមួយថាត្រូវតែមកគោរពត្រូវតែមកបូជាទេនឹងអញ្ចឹងយើងតទៅសាច់រឿងរបស់យើងដែលឪពុកម្ដាយរបស់សង្កេលកៈមាននប់នឹងអប់រំទូនមានដឹកនាំមិនបានអញ្ចឹងហើយដល់ទៅពេលចិត្តស្លាប់បានហៅកូនមកក្បែរហើយក៏បានផ្ដាំប្រាប់ទៅកូនថាមនាលកូនសម្លាញ់ចិត្តពេលដែលឪពុកស្លាប់ទៅចូលកូនថ្វាយបង្គំទិសទាំងឡាយហ្នឹងប្រាប់តែប៉ុណ្្នឹងឯងចូលកូនថ្វាយបង្គំទិសទាំងឡាយហើយក៏ដាច់ខ្យល់ស្លាប់ទៅគឺណាណែដល់ពេលនិយាយអំពីសង្កេលកៈមាននប់អីណែចាំពាក្យរបស់ឪពុកថាកូនចូលថ្វាយបង្គំទិសទាំងឡាយហើយពាក្យរបស់អ្នកចិត្តស្លាប់នេះសំខាន់ណាស់សម្រាប់អ្នកនៅរស់ព្រះរាជាព្រះរាជាបណ្ដាំអ្នកណាក៏ត្រូវធ្វើតាមដែរហ្នឹងឪពុកម្ដាយពេលដែលចិត្តស្លាប់ជាបណ្ដាំរបស់ឪពុកម្ដាយកូនទាំងឡាយតែងតែគោរពតែងតែធ្វើតាមហ្នឹងអញ្ចឹងបានឪពុកម្ដាយពេលណាដែលចិត្តស្លាប់អីហ្នឹងកុំផ្ដាំផ្ដេសផ្ដាស់អត់ងាយមានអ្នកណាគេទៅទូនមានកូនទេនេះសម័យពុទ្ធកាលឪពុកម្ដាយរបស់សង្កេលកៈមាននោះគាត់ដឹងថាមានព្រះសម្មាសម្ពុទ្ធនិងព្រះអរិយបុគ្គលទាំងឡាយមហាសាវកទាំងឡាយផ្សេងថ្ងៃណាមួយកូនរបស់គាត់មានឧបនិស្ស័យជួបព្រះសម្មាសម្ពុទ្ធជាដើមព្រះអង្គនឹងបញ្យល់ហ្នឹងអញ្ចឹងលោកម្ចាស់ដែលបានសាកសួរមកថាដែលឪពុករបស់សង្កេលកៈមាននប់ឲ្យថ្វាយបង្គំទិសហ្នឹងថាតើជាពាក្យត្រង់ឲ្យថ្វាយបង្គំទិសពិតមែនឬក៏ថាឲ្យទៅថ្វាយបង្គំទិសនឹងដោយការគោរពបូជាព្រះច័ន្ទព្រះអាទិត្យផ្កាយលើមេឃភពផែនដីអីហ្នឹងឬក៏ថាឲ្យធ្វើទៅតាមធម៌ដែលព្រះអង្គទ្រង់សម្ដែងអញ្ចឹងទៅតាមសេចក្តីដែលអត្ថកថាបានបញ្យល់មកក៏យើងអាចវិនិច្ឆ័យបានថាឪពុករបស់សង្កេលកៈមាននប់នឹងគឺឲ្យកូនថ្វាយបង្គំទិសទៅតាមអ្វីដែលព្រះអង្គទ្រង់សម្ដែងមកថាជាទិសនៅក្នុងអរិយវិន័យព្រោះហេតុអីពីព្រោះតែឪពុកម្ដាយរបស់សង្កេលកៈមាននប់នឹងគាត់ជាព្រះអរិយបុគ្គលជាព្រះសោតាបានអញ្ចឹងអត់មានហេតុផលអ្វីដទៃក្រៅអំពីដែលគាត់ដឹកនាំកូនរបស់គាត់ឲ្យទៅគោរពបូជាព្រះពុទ្ធសាសនាឯងអានឹងចំណុចទី1ចំណុចទី2ដោយសារតែព្រះអរិយបុគ្គលចាប់តាំងអំពីសោតាបានឡើងទៅគឺអត់ទៅគោរពសាសនាដទៃក្រៅអំពីព្រះពុទ្ធសាសនាទេសម្រាប់បឋមជនយើងអាចលោតទៅនេះអាចលោតទៅនោះម្ដងចូលសាសនានេះម្ដងចូលសាសនានោះបើសាសនាផ្សេងផ្ដល់ផលប្រយោជន៍ឲ្យច្រើនអាចចូលសាសនាផ្សេងតែព្រះអរិយបុគ្គលស៊ូលះបង់ជីវិតក៏មិនចូលសាសនាដទៃអញ្ចឹងបើខ្លួនគាត់មិនអាចដើម្បីនឹងចូលសាសនាដទៃមិនអាចនឹងជឿសាសនាដទៃផងមកដាច់នឹងដឹកនាំអ្នកដទៃឲ្យចូលសាសនាដទៃកើតអានឹងជាហេតុផលទី2ដែលអាចបញ្ជាក់ថាពាក្យរបស់គាត់ហ្នឹងគឺឲ្យថ្វាយបង្គំទិសនៅក្នុងអរិយវិន័យចំណុចហេតុផលទី3ដោយសារតែឪពុកម្ដាយរបស់សង្កេលកៈមាននប់ហ្នឹងបានដឹកនាំមាននប់ហ្នឹងតាំងអំពីគាត់នៅរស់ម្លេះហ្នឹងតាំងអំពីគាត់នៅរស់ម្លេះអញ្ចឹងអត់មានហេតុផលអ្វីដែលថាពេលដែលគាត់ចិត្តស្លាប់ហើយគាត់ផ្ដាំឲ្យកូនរបស់គាត់ហ្នឹងគោរពទិសទៅតាមការគោរពបូជារបស់សាសនាដទៃឯងនឹងជាហេតុផលទី3ដែលអាចបញ្ជាក់ឲ្យយើងបានដឹងថាពាក្យរបស់ឪពុកម្ដាយសង្កេលកៈមាននប់ហ្នឹងគឺជាពាក្យដែលបង្កប់ទៅដោយអត្ថន័យទៅតាមធម៌ដោយអ្វីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្ដែងមកនឹងឯងគឺណាសូមអនុមោទនីគឺណាសាធុអរគុណលោកគ្រូបានបញ្ជាក់នៅក្នុងចំណុចហ្នឹងដែលយើងអាចកំចាត់បងនៅការសង្ស័យតាក់ទងជាមួយនឹងពាក្យផ្ដាំរបស់សង្កេលកៈពាក្យផ្ដាំហ្នឹងគឺជាពាក្យផ្ដាំដែលចង់សំដៅទៅលើការដែលឲ្យកូនរបស់ខ្លួនហ្នឹងគឺគោរពបដិបត្តិទៅនៅក្នុងទិសក្នុងអរិយវិន័យមិនបានអញ្ចឹងដោយសារតែមែនតើលោកគ្រូបានបញ្ជាក់មកអញ្ចឹងគឺមេដាបេដាហ្នឹងគឺជាព្រះអរិយបុគ្គលគឺណាជាព្រះអរិយបុគ្គលយើងគាត់ថាពេលវេលានៃការដែលគាត់ត្រូវស្លាប់ហ្នឹងគឺវាមកដល់អញ្ចឹងទៅត្រឹមពេលថាទិសទាំងឡាយអស់ពេលវេលានឹងទូនមានកូនហើយដល់ពេលកូនហ្នឹង
អត់តាន់មានឧបនិស្ស័យគ្រប់គ្រាន់គាត់មិនបានទៅយល់អីនៅក្នុងទៅក្នុងអរិយវិន័យអីណាពីព្រោះជាអ្នកមិនមានសទ្ធាពុកម្ដាយនឹងព្យាយាមនៅក្នុងការណែនាំព្យាយាមនៅក្នុងការប្រាប់ព្យាយាមនៅក្នុងការអីអូសទាញកូនរបស់ខ្លួននឹងឲ្យយល់ដឹងអំពីពុទ្ធសាសនាខ្សែគប់ជាមួយនឹងកល្យាណមិត្តសប្បុរសអីផ្សេងមានអតីតមហាសាវកជាដើមហ្នឹងក៏សង្កេលកៈបុត្រហ្នឹងគឺគាត់នៅតែជាអ្នកមិនមានសទ្ធាណាអញ្ចឹងដោយលោកគ្រូបានបញ្ជាក់នៅក្នុងចំណុចថាសូម្បីតែឪពុកម្ដាយជាបសោតាបានជាសោតាបណ្ណបុគ្គលទៅហើយយើងពិចារណាមើលក្នុងភាវៈនៃពួកគាត់នឹងគឺជាចំណែកមួយនៃព្រះរាជបុគ្គលក្នុងពុទ្ធសាសនាតែក៏មិនមានលទ្ធភាពអីណាអាចដើម្បីនឹងអូសទាញណាកូនរបស់គាត់នឹងដើម្បីឲ្យជាអ្នកមានសទ្ធានៅក្នុងពុទ្ធសាសនាអញ្ចឹងនៅក្នុងចំណុចហ្នឹងដោយសារមែនតើទៅជាក់ស្ដែងគឺធ្លាប់ឃើញកន្លងមកហ្នឹងដូចថាឪពុកម្ដាយខ្លះគាត់ព្យាយាមចង់ឲ្យកូនរបស់គាត់នឹងជាអ្នកមានសទ្ធាជាអ្នកត្រឹមត្រូវតាមគន្លងធម៌ឬក៏ជាមនុស្សល្អអីចឹងទៅក៏ព្យាយាមប្រឹងប្រែងរហូតដល់ការព្យាយាមរបស់គាត់ខ្លះការដែលចង់បានរបស់គាត់ខ្លះទៅរហូតដល់ទៅជាការធ្វើឲ្យកូនហ្នឹងគឺបន្ទោសខឹងស្អប់មកវិញនេះក៏មានឬក៏ថាគាត់ហ្នឹងក៏កើតទុកមិនសុខចិត្តខ្លួនឯងអញ្ចឹងមកយើងពិចារណាមើលនៅក្នុងចំណុចហ្នឹងចង់ឲ្យលោកគ្រូបន្ថែមវិធីយ៉ាងម៉េចដើម្បីទី1គឺកុំឲ្យគាត់កើតទុកជាមួយនឹងរឿងថាអូទាញគេមិនបានណាហើយកន្លងមកហ្នឹងខ្ញុំណាធ្លាប់ទៅសេជា caption អមរំអីនៅក្នុង page ហ្នឹងមានញាតិញោមគាត់ share តាក់ទងជាមួយនឹងរឿងអំពើល្អអីផ្សេងយើងត្រូវប្រឹងប្រែងចឹងទៅក៏គាត់ share គាត់ទៅ share ថារឿងអំពើល្អហ្នឹងគឺវាដឹកនាំបានតែអ្នកល្អអ្នកស្លូតត្រង់អីទេតែពួកខាងនោះគាត់ក្នុងកំឡុងពេលដែលមានការឡើងកម្ដៅរឿងសង្គ្រាមហ្នឹងគាត់ថាក្រុមខាងនោះហ្នឹងគឺនៅតែធ្វើអាក្រក់មកលើយើងអញ្ចឹងអមរំបានតែអ្នកល្អទេតែក្រុមខាងនោះអ្នកល្អហ្នឹងវារងទុក្ខលោកគ្រូដល់ពេលអ្នកដែលធ្វើបាបហ្នឹងក៏អត់ឃើញមកអីតាំងនៅក្នុងធម៌ហ្នឹងអញ្ចឹងក៏រស់នៅអត់មានសេចក្តីសុខអញ្ចឹងចង់ឲ្យលោកគ្រូបញ្ជាក់ឬក៏ចូលរួមចំណែកនៅក្នុងចំណុចហ្នឹងទៅតាក្នុងចំណែកនៃធម៌ល្អហ្នឹងហើយយើងត្រូវតែទៀមទាឲ្យបុគ្គលគ្រប់រូបហ្នឹងតាំងនៅក្នុងធម៌ហ្នឹងឬក៏យ៉ាងម៉េចដែរលោកគ្រូកណាសាធុជាសំណួរល្អមែនតើញាតិញោមស្ដាប់ហើយពិចារណាទាំងអស់គ្នាខ្ញុំកណាមកសូមលើកពីពុទ្ធតម្រាស់ដែលព្រះអង្គទ្រង់បានត្រាស់មកមាននៅក្នុងគម្ពីរធម្មបទណាបេដកលេខ52ដែលព្រះអង្គត្រាស់យ៉ាងងាយថាអំពើល្អមនុស្សល្អធ្វើបានដោយងាយអំពើល្អមនុស្សអាក្រក់ធ្វើបានដោយលំបាកអំពើអាក្រក់មនុស្សល្អធ្វើបានដោយលំបាកអំពើអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយអញ្ចឹងយើងឃើញពីសារជាតិនៃមនុស្សថាមនុស្សមានល្អមានអាក្រក់ហើយយើងកុំគិតថាអូសម័យនេះមនុស្សអាក្រក់អីក៏ច្រើនម្លេះថាអត់ទេសម័យមុនអាក្រក់ជាងសម័យនេះក៏មានដែរអ្នកណាគេព្រះអង្គគុលិមីលសម្រាប់មនុស្សអស់ប្រមាណសម័យឥឡូវព័ត៌មានតាមបណ្ដាញសង្គមយើងដែលឃើញមនុស្សម្នាក់ទៅស្លាប់អ្នកគេច្រើនអញ្ចឹងដែរទេតាំងពីមានបច្ចេកវិទ្យាទំនើបមកនេះអត់ដែលឃើញព័ត៌មានអញ្ចឹងទេណាហើយសម័យពុទ្ធកាលមានមនុស្សអញ្ចឹងមនុស្សតែម្នាក់ការខ្សែគប់ខុសហើយទីបំផុតទៅព្រះមហាមោគលាននឹងคล้ายទៅជាព្រះអរហន្តបានយើងឃើញអញ្ចឹងសារជាតិនៃមនុស្សគឺមានល្អមានអាក្រក់អញ្ចឹងហើយដល់យើងអានឹងយើងនិយាយពីរឿងហេតុផលថាហេតុអីបានជាបបាក់ដឹកនាំមនុស្សអាក្រក់មកធ្វើល្អម្លេះថាមនុស្សអាក្រក់ធ្វើល្អបានដោយលំបាកព្រះអង្គក៏សម្ដែងទុកដែរណា
ហើយអ្នកខ្លះគាត់ឆ្ងល់ទៀតគាត់ថានិយាយរឿងធ្វើល្អអញ្ចឹងនិយាយបានតែមនុស្សល្អទេមនុស្សអាក្រក់នៅតែអាក្រក់តែថាត្រូវពាក្យហ្នឹងត្រូវ គណ ហើយពាក្យហ្នឹងក៏មិនចាំបាច់អ្នកឥឡូវនិយាយដែរសម័យព្រះអង្គគឺព្រះអង្គផ្ទាល់តែម្ដងព្រះអង្គអ្នកសម្ដែងទុកមកថាមនុស្សល្អធ្វើល្អបានដោយងាយមនុស្សអាក្រក់ធ្វើអាក្រក់បានដោយងាយតែមនុស្សអាក្រក់ហ្នឹងណាឲ្យមកធ្វើល្អពិបាកធ្វើណាស់ដូចអូសអាស័យបច្រាស់ចង់អញ្ចឹងហ្នឹងពាក្យខ្មែរយើងណា គណ ហ្នឹងអាស័យអូសចាក់កាប់ឲ្យអូសចេញពីគុំមកបានអូសបដោយតែអូសបច្រាស់អូសងាយចេញមកឲ្យវាបច្រាស់យ៉ាងណាមិញយើងអូសមនុស្សអាក្រក់មកធ្វើល្អគឺអូសបច្រាស់បុគ្គលដល់បច្រាស់បុគ្គលងាយណែណាមកមនុស្សអាក្រក់ណាមកធ្វើល្អហើយអាហ្នឹងយើងស្លេះត្រឹមប៉ុណ្ណឹងមកនិយាយពីរឿងការដឹកនាំណាដឹកនាំមនុស្សហ្នឹងអត់មានអ្នកណាប្រកែដឹកនាំមនុស្សជាងព្រះពុទ្ធទេ គណ ព្រះអង្គទ្រង់ឈ្មោះថាជាសត្តនាយកៈពីព្រោះព្រះអង្គទ្រង់ជាអ្នកដឹកនាំជានាយកនៃសត្វលោកតែព្រះអង្គដឹកនាំទេវទត្តបានទេ អត់ ណាទេវទត្តភិក្ខុទេវទត្តបងថ្លៃព្រះអង្គអត់មែនអ្នកឆ្ងាយទេណាអូព្រះអង្គដឹកនាំបិតាក្មេកបានទេជួយបិតាក្មេកមិនអោយធរណីស្រោបបានទេអត់បាននឹងអញ្ចឹងហើយយើងទាំងអស់គ្នាហ្នឹងមនុស្សសពថ្ងៃហ្នឹងអ្នកខ្លះព្រះប្រោសមិនបានទេហើយយើងកុំទៅចង់ខ្លាំងជាងព្រះអាហ្នឹងនិយាយពាក្យងាយងាយថាបើយើងដឹកនាំគេមិនបានយើងត្រូវនឹកទៅដល់ព្រះអង្គថាប្រហែលព្រះអង្គដឹកនាំសត្វលោកមិនទាំងអស់ផងទៅនៅពៀនអត់អស់ទេណាសត្វលោកនេះហើយបើយើងនិយាយពីរឿងព្រះពុទ្ធត្រាស់ដឹងឡើងនៅក្នុងលោកគឺប្រៀបដូចជាក្របខ្សាច់ចឹង គណ ហើយដល់កាលដែលព្រះត្រាស់ដឹងយើងទាំងអស់គ្នាទៅនៅឯណាអត់ព្រះជួយមិនបានហ្នឹងហើយអាហ្នឹងគឺព្រះអង្គអញ្ចឹងបាននៅក្នុងអត្ថកថាមួយកន្លែងខ្ញុំក៏đãភ្លេចឈ្មោះប្រសូតទៅដែលលោកបានបញ្យល់ថាព្រះអង្គទ្រង់ជាអ្នកដឹកនាំសត្វមែនប៉ុន្តែដឹកនាំសត្វណាដែលមានឧបនិស្ស័យទេសត្វណាដែលអត់មានឧបនិស្ស័យជាមួយនឹងព្រះអង្គដឹកនាំអត់បានទេព្រះអង្គអូសទាញអត់បានទេយ៉ាងណាមិញសម្រាប់យើងជាឧបាសកបាសិកាអ្នកដែលមានសេចក្តីជ្រះថ្លាស្រាប់ហើយយើងគ្រាន់តែព្យាយាមកុំលះបង់សេចក្តីព្យាយាមយកឪពុកម្ដាយសង្កេលកៈមាននប់នេះជាគំរូសង្កេលកៈឪពុកម្ដាយរបស់សង្កេលកៈមាននប់ណែនាំកូនតាំងពីគាត់នៅរស់រហូតដល់ស្លាប់ហើយគិតថាកូនបើមានបណ្ដាំចុងក្រោយនឹងធ្វើតាមអញ្ចឹងគឺរោគឧបាយយ៉ាងម៉េចចិត្តនឹងស្លាប់និយាយមួយម៉ាត់ឲ្យកូនធ្វើតាមតែម្ដងណែគាត់ព្យាយាមដល់ពេលវេលាចុងក្រោយហ្នឹងមិនសល់ទុកបណ្ដាំគាត់ថាឧបនិស្ស័យហ្នឹងហើយអញ្ចឹងយើងកុំរាថយយើងនាំគ្នាទាំងអស់គ្នាអញ្ចឹងដែរគេថាតាំងអំពីចាប់ដើមរហូតដល់ដង្ហើមចុងក្រោយកុំលះបង់តែក៏កុំតោមណោះបានន័យថាបើដឹកនាំបានក៏អូខេដឹកនាំមិនបានទេក៏ព្យាយាមទៀតរោគឧបាយទៀតអូព្រះអរិយបុគ្គលជំនាន់មុនព្យាយាមណាស់នាងវិសាខាដឹកនាំមីគារសទ្ធិដែលជាឪពុកក្មេកគណាតរំតែរោគឧបាយឃើញជេឪក្មេកឪក្មេកគិតថានាងវិសាខាជេអញហ្នឹងលោកឪពុកបរិភោគអាហារចាស់អូនាងវិសាខាកូនប្រសាអញជេអញថាអញបរិភោគលាមកហ្នឹងហើយហ្នឹងចេះមីកេរសទ្ធិនឹងមានឧបនិស្ស័យក្នុងពុទ្ធសាសនាធ្លាប់អន្សំមកផងទៅទាំងព្រមតែបើអត់ទេដឹងធ្ងន់ហើយហ្នឹងហើយផ្សេងទៀតឧបាសិកាអីមួយដែលមានស្វាមីជាអ្នកជឿអាចារ្យណាហើយក្រោយមកគាត់បានឱកាសនិមន្តភិក្ខុសង្ឃទៅឆាន់នៅផ្ទះរបស់គាត់មុនលោកម្ចាស់ឲ្យសម្ដែងធម៌ហើយនោះស្ដាប់ធម៌បានអត់ទាំងមកជួបផងបើថាស្ដាប់ធម៌បានជ្រះថ្លាលែងជឿអាចារ្យទៅមកជឿពុទ្ធសាសនានឹងសតនិរោបាយតែនិយាយទៅឲ្យតែឧបាសកបាសិកាអ្នកមានសេចក្តីជ្រះថ្លាច្រើនក្នុងពុទ្ធសាសនាតែងតែរកឧបាយដឹកនាំអ្នកដទៃនឹងល្អខ្ញុំគណៈអាត្មាភាពគឺសូមលើកទឹកចិត្តឲ្យគណៈគុំចាស់ក្តីញាតិញោមគ្រប់គ្នាក្តីពេលដែលគេមិនជ្រះថ្លាកុំទៅបន្ទោសគេជួនកាលយើងដឹកនាំដោយឪពុកម្ដាយអីគាត់អត់មានវិធីសាស្ត្រល្អគាត់ដឹកនាំរហូតដល់គេខឹងគេឈប់ចូលវត្តតែម្ដង
ចឹងអត់ល្អវិញទេណាអញ្ចឹងយើងទី1យើងត្រូវគោរពបដិបត្តិខ្លួនឯងញាតិញោមជាវបាសកបាសិកាត្រូវបដិបត្តិនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក្នុងផ្ទះរបស់ខ្លួនឯងហ្នឹងណាឲ្យអ្នកដទៃបានឃើញថាណែខ្ញុំជាអ្នកទៅវត្តវាអារាមខ្ញុំហ្នឹងជាអ្នកជឿកាន់ពុទ្ធសាសនាហ្នឹងផលប្រយោជន៍នៃការទៅវត្តហ្នឹងបានអីផលប្រយោជន៍នៃការចូលកាន់ពុទ្ធសាសនាហ្នឹងបានអីណែធ្វើឲ្យខ្ញុំคลายទៅជាមនុស្សល្អខ្ញុំអាចអប់រំខ្លួនឯងបានយ៉ាងនេះមួយយ៉ាងនោះមួយធ្វើឲ្យគេឃើញអញ្ចឹងបានជួនកាលពាក្យនិយាយ1000ម៉ាត់អត់ស្មើនឹងទង្វើដែលយើងធ្វើម្ដងទេអញ្ចឹងទង្វើនៃការបដិបត្តិរបស់យើងរាល់ថ្ងៃគឺមានឥទ្ធិពលជះទៅលើអ្នកនៅជុំវិញខ្លួនដែលគេមើលមកឃើញថាអូអ្នកនឹងពីមុនមកយ៉ាប់តែបន្ទាប់ពីបានចូលកាន់ពុទ្ធសាសនាមកល្អមែនទែននឹងប្រែប្រួលដោយសារបានចូលកាន់ពុទ្ធសាសនាចំណែកឯកណាគុណម្ចាស់ជាប្រសង់អ្នកបួសដូចគ្នាដែរថាងអូកាលពីខ្ញុំនៅកុហកហ្នឹងអូអាក្រក់ចេះមួយតែគ្រាន់តែបានបួសមកបដិបត្តិល្អអប់រំខ្លួនបានល្អជួនកាលអត់ចាំបាច់ទៅនិយាយបញ្យល់គេច្រើនទេក៏គ្រាន់តែឃើញទង្វើការបដិបត្តិរស់នៅប្រចាំថ្ងៃរបស់យើងរាល់ថ្ងៃក៏ជាការតិទាញគេឲ្យមកជ្រះថ្លាក្នុងពុទ្ធសាសនាដែរតែដល់ពេលដែលយើងនិយាយកាន់តែច្រើនទង្វើរបស់យើងរាល់ថ្ងៃអត់បានបញ្ជាក់អំពីផលប្រយោជន៍នៃការចូលមកកាន់ពុទ្ធសាសនាទេគេអត់ងាយមកតាមយើងទេអញ្ចឹងណាអញ្ចឹងខ្ញុំក៏ដែរចូលរួមប៉ុណ្ណឹងចុះលោកចាស់បន្ថែមអីទៀតទេគណៈសូមអរគុណលោកគ្រូអញ្ចឹងយើងបានមែនតើទៅគឺនៅក្នុងរឿងរ៉ាវនេះយើងបានចំណុចសិក្សាចំណុចទី1គឺណាកុំព្យាយាមឬក៏ទៀមទារហូតដល់ទៅធ្វើឲ្យកើតទុកទោសម្ដោះណាក្នុងចិត្តខ្លួនឯងចំពោះការចង់អូសទាញឲ្យបុគ្គលណាមួយដើម្បីឧទាហរណ៍ថាជាអ្នកជ្រះថ្លាជាអ្នកមានសទ្ធាឬក៏ជាអ្នកងាកមករកការបដិបត្តិដែលខ្លួនយល់ថាជាការបដិបត្តិដែលត្រឹមត្រូវណាពីព្រោះសត្វលោកគឺមានការសន្សំនៅបនិស័យហ្នឹងគឺផ្សេងគ្នារៀងខ្លួនអញ្ចឹងឱកាសពេលវេលានៃការបដិបត្តិអប់រំទូនមានផ្លូវចិត្តឬក៏ឧបនិស្ស័យនៃសេចក្តីល្អរបស់មនុស្សម្នាក់ហ្នឹងគឺមិនដូចគ្នាទេគឺណាការអន្សំអញ្ចឹងគឺវាទាមទារឱកាសពេលវេលាសំខាន់គឺថាការដែលយើងព្យាយាមប្រឹងប្រែងអូសទាញនរណាដោយទឹកចិត្តដ៏បរិសុទ្ធដោយសេចក្តីល្អក្នុងចិត្តរបស់យើងនឹងគឺជាកុសលមួយដែរណាយើងឲ្យតែថាយើងធ្វើនឹងដោយការពេញចិត្តឲ្យតែការធ្វើរបស់យើងនឹងគឺជាការដែលធ្វើចង់ឲ្យអ្នកដទៃនឹងល្អពិតប្រាកដមែនអានឹងគឺជាការដែលសាងនៅបុណ្យសម្រាប់ខ្លួនឯងផងក៏ប៉ុន្តែកុំទៀមទារហូតដល់ទៅកើតសេចក្តីទុក្ខទោមនស្សណាការដែលព្យាយាមប្រឹងប្រែងនៅក្នុងការដែលចង់ឲ្យអ្នកដទៃល្អឲ្យផ្សេងរហូតដល់ទៅកើតទុក្ខក្នុងចិត្តដោយឪពុកម្ដាយអូសទាញកូនឬក៏ថាអូសទាញភរិយាស្វាមីអីផ្សេងអញ្ចឹងទៅអានឹងវាធ្វើឲ្យចិត្តរបស់យើងនឹងក្តៅក្រហាយអញ្ចឹងរហូតដល់ទៅមានការតោះតេងគ្នាឬក៏ការបន្ទោសអីផ្សេងអានឹងមិនជារឿងដែលល្អមិនជារឿងត្រឹមត្រូវទេសំខាន់គឺយើងព្យាយាមអូសទាញឬក៏ព្យាយាមទៅតាមអ្វីដែលយើងអាចធ្វើទៅបានសំខាន់គឺកុំឲ្យយើងអ្នកជួយនឹងវាធ្លាក់ទៅក្នុងអំណាចនៃកិលេសឬក៏អំណាចនៃសេចក្តីក្រោធសេចក្តីទុក្ខណាមិនន័យថាជួយព្យាយាមនៅក្នុងការជួយកូនចៅក៏ប៉ុន្តែចុងក្រោយអូសទាញអត់បានវាទៅជាធ្លាក់ខ្លួនឯងលោកគ្រូហ្នឹងមិនខុសអីអំពីរឿងយើងកូនធ្លាក់ទឹកស្វាមីធ្លាក់ទឹកភរិយាធ្លាក់ទឹកហើយព្យាយាមនៅក្នុងការឈោងដៃអូសទាញចាប់គាត់ឲ្យឡើងមកលើវិញគាត់អត់មកចោះឡើងហ្នឹងគឺធ្លាក់ទឹកទាំងខ្លួនឯងទាំងទៅទៀតអាហ្នឹងកុំឡើងគាត់ទាញទលាក់ដែរអាហ្នឹងវាអញ្ចឹងណាអញ្ចឹងញាតិញោមមើលពិចារណាមើលណាសូម្បីតែឪពុកម្ដាយរបស់កហបតីបុត្រហ្នឹងគឺជាព្រះរាជបុគ្គលហើយក៏ដោយក៏នៅតែមិនអាចដើម្បីនឹងអូសទាញកូនរបស់ខ្លួនគឺការអូសទាញហ្នឹងវាមិនមែនស្ថិតនៅក្នុងអំណាចនៃអ្នកអូសទាញហ្នឹងលោកគ្រូដូចថាឧបនិស្ស័យហ្នឹងវាស្ថិតទៅលើបុគ្គលជាសម័យជនជាសម័យខ្លួននឹងឯងតែសួរថា
អ្នកអូសទាញហ្នឹងគឺសំខាន់ទេថាជាចំណែកមួយដែរមិនមែនថាអត់សំខាន់ទេគឺប្រៀបបីដូចជាអ្នកផ្កាឈូកអញ្ចឹងផ្កាឈូកដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឧបមាទៅលើបុគ្គលទាំង4ពួកហ្នឹងអញ្ចឹងផ្កាឈូកមួយចំណែកហ្នឹងដែលដោះលូតចេញអំពីទឹកមកហើយហ្នឹងគឺត្រូវរងចាំការរះឡើងនៃពន្លឺព្រះអាទិត្យហ្នឹងក៏មានផ្ការីកល្អអីចឹងទៅអាហ្នឹងគឺវាអាស្រ័យទៅលើបុគ្គលដទៃនឹងដែរក៏ប៉ុន្តែដូចមកបានបញ្ជាក់អញ្ចឹងថាសំខាន់គឺទៅលើខ្លួនឯងណាហ្នឹងគឺជាសំខាន់ឧបនិស្ស័យគ្រប់គ្រាន់បរិបូរណ៍ហើយអញ្ចឹងដូចយ៉ាងបុគ្គលដែលមានឧបនិស្ស័យគ្រប់គ្រាន់ទោះបីជាយើងជាមេដាបេដាមិនចាំបាច់អូសទាញហ្នឹងក៏គាត់អាចស្ថិតនៅក្នុងផ្លូវល្អផ្លូវត្រូវបានដែររហូតដល់កូនខ្លះជាអតិជាតបុត្រអាចដឹកនាំឪពុកម្ដាយដែលជាអ្នកមិនមានសទ្ធាឲ្យមានសទ្ធាវិញក៏មានដែរអញ្ចឹងណាកណាកណាចូលរួមទីកន្លែងហ្នឹងចំណុចល្អដែរខ្ញុំកណាអាត្មាសូមជម្រាបញាតិញោមអំពីវិធីសាស្ត្រទៅតាមសង្កេលកៈសោតនេះសង្កេលកៈសោតហ្នឹងហើយនឹងសោតផ្សេងទៀតខ្ញុំកណាអាត្មាទាញយកមកប្រមាណចំណុចជាវិធីសាស្ត្រសម្រាប់ញាតិញោមជាភរិយាដឹកនាំស្វាមីឬក៏ថាស្វាមីដឹកនាំភរិយាឪពុកម្ដាយដឹកនាំកូនចៅឬក៏ថាបងប្អូនដឹកនាំសាច់ញាតិខ្លួនឯងឲ្យមកគោរពជឿកាន់ពុទ្ធសាសនាថាតើព្រះពុទ្ធសាសនាទៅតាមរយៈនៃសង្កេលកៈសោតហើយនឹងតាមរយៈប្រសូតដតីទៀតហ្នឹងថាតើមានវិធីសាស្ត្របែបណាកន្លែងហ្នឹងហើយជាចំណុចសំខាន់ណាដែលយើងត្រូវអនុវត្តត្រូវធ្វើដើម្បីដឹកនាំអ្នកដទៃចំណុចទី1ដែលខ្ញុំកណាអាត្មាចាប់យកសេចក្តីបានគឺតេតងនឹងពាក្យនិយាយប្រាប់អ្នកដទៃនិយាយប្រាប់ទៅដល់ជួនណាដែលយើងចង់ដឹកនាំណាហ្នឹងនិយាយហ្នឹងគឺនិយាយប្រកបដោយវិធីសាស្ត្រល្អនិយាយប្រាប់គាត់បញ្យល់ប្រាប់គាត់ថាធម៌នឹងយ៉ាងម៉េចវិន័យនឹងយ៉ាងម៉េចព្រះពុទ្ធសាសនានឹងយ៉ាងម៉េចអ្នកបួសក្នុងព្រះពុទ្ធសាសនានឹងយ៉ាងម៉េចអ្នកដែលមានសទ្ធាហើយទទួលបាននៅផលនឹងយ៉ាងម៉េចហ្នឹងចំណុចទី1គឺការនិយាយដោយខ្លួនឯងចំណុចទី2បើញាតិញោមអត់សូវចេះធម៌ចេះវិន័យឬក៏ថាអត់អាចនិយាយច្រើនបានព្រោះញាតិញោមខ្លះគាត់ចង់ដឹកនាំគេដែរប៉ុន្តែគាត់អត់សូវពូកែនិយាយទេអញ្ចឹងត្រូវធ្វើម៉េចចំណុចហ្នឹងគឺត្រូវនាំទៅជួបព្រះថេរៈអ្នកដែលមានវោហារល្អហ្នឹងព្រះថេរៈអ្នកដែលមានវោហារល្អហើយបដិបត្តិល្អទៀតមិនមែនចេះតែពូកែនិយាយតែម្យ៉ាងហើយបដិបត្តិអត់ល្អទេណាគឺនាំទៅជួបព្រះថេរៈអ្នកបួសក្នុងព្រះសាសនាទៅជួបអ្នកបួសទៅជួបភិក្ខុសង្ឃអង្គណាដែលលោកបដិបត្តិក៏ល្អបកែពយល់មានវោហារល្អឲ្យលោកនឹងជួយនិយាយជំនួសឲ្យលោកជួយនិយាយជំនួសហ្នឹងគឺយើងរកឱកាសថាប្រកេនចង្ហាន់នៅក្នុងផ្ទះយើងបានឱកាសប្រកេនចង្ហាន់បានឱកាសធ្វើបុណ្យនៅផ្ទះអញ្ចឹងមុនលោកម្ចាស់ឲ្យមកសម្ដែងធម៌ហ្នឹងមិនបាច់ចាំរៀបអីច្រើនក៏បានដែរមុនលោកឲ្យអាវាតឲ្យបានច្រើនហើយយើងញាតិញោមអាចប្រាប់ទៅលោកមុនថាខ្ញុំកណានឹងកូននឹងយ៉ាងនេះស្វាមីឬក៏ភរិយានឹងយ៉ាងនេះខ្ញុំកណានឹងចង់ដឹកនាំគ្រួសារថាតើខ្ញុំកណានឹងត្រូវធ្វើយ៉ាងម៉េចសូមលោកម្ចាស់នឹងជួយបញ្យល់ណែអញ្ចឹងកូនឬក៏គ្រួសាររបស់ញាតិញោមគ្រាន់តែបានឃើញអំពីការបដិបត្តិប្រកបទៅដោយសេចក្តីសង្រួមក្នុងធម៌វិន័យរបស់លោកម្ចាស់ក៏អាចធ្វើឲ្យគាត់នឹងមានចិត្តទន់អានឹងចំណុចទី1ចំណុចទី2បន្ទាប់អំពីការបានឃើញព្រះសង្ឃហើយគាត់មានចិត្តទន់បើគាត់មិនមានចិត្តទន់ទេអាស្រ័យនឹងការសម្ដែងរបស់លោកការឲ្យអាវាតរបស់លោកនឹងគឺធ្វើឲ្យក្រុមគ្រួសាររបស់ញាតិញោមនឹងអាចមានចិត្តទន់បាននឹងអញ្ចឹងហើយរឿងហ្នឹងមិនមែនមានឥឡូវទេគឺតាំងពីសម័យពុទ្ធកាលដូចយ៉ាងរឿងសង្កេលកៈមាននប់ហ្នឹងទោះបីជាឪពុកម្ដាយស្លាប់ទៅហើយប៉ុន្តែដើម្បីឲ្យកូនហ្នឹងបានជួបព្រះអង្គបានស្ដាប់ធម៌ព្រះអង្គត្រូវទៅរកឧបាយឃើញទេគាត់និយាយខ្លួនឯងអត់អាចនិយាយបានតទៅទៀតអញ្ចឹងត្រូវរកអ្នកដែលអាចនិយាយបាននិយាយប្រាប់ក្រុមគ្រួសារកូនចៅភរិយាស្វាមីរបស់គាត់នឹងអញ្ចឹងដល់ពេលចំណុចទី3ដែលសំខាន់ជាទីបំផុតគឺត្រូវបដិបត្តិខ្លួនឯងញាតិញោមខ្លួនឯងដែលចង់ដឹកនាំគេហ្នឹងណាគឺអត់ត្រូវសំដែងនៅអាការៈយ៉ាងណានេះមួយឲ្យក្រុមគ្រួសារឬក៏អ្នកដែលយើងចង់ដឹកនាំហ្នឹងបានឃើញអំពីកិលេសរបស់ខ្លួនយើងឯងមិនមែនយើងមានមេយាលៈពុតទេប៉ុន្តែយើងព្យាយាមបដិបត្តិឲ្យល្អទានឲ្យចំជាទានសិលឲ្យចំជាសិល
អ្នកសិក្សារៀនសូត្រអប់រំចិត្តមានកម្មដ្ឋានឲ្យប្រកបជាអ្នកមានសមាធិកម្មដ្ឋានណែពេលណាដែលក្រុមគ្រួសាររបស់យើងឃើញខ្លួនយើងជាអ្នកបដិបត្តិល្អអាស្រ័យនឹងការខ្សែផ្គប់ព្រះពុទ្ធសាសនាក្រុមគ្រួសារនឹងមានចិត្តទន់ថាអោពីមុនម្ដាយរបស់អញធ្លាប់តែញ៉ុងញ៉ាំងធ្លាប់តែមាត់ច្រើនឥឡូវតាំងពីគាត់រៀនធម៌តាំងពីគាត់ចូលវត្តមកច្រើនគាត់ល្អឃើញទេស្វាមីប្រពន្ធអញតាំងពីមុនមកញ៉ុងញ៉ាំងអត់សូវល្អជាមួយស្វាមីទេតែតាំងពីចូលរាប់អានពុទ្ធសាសនាមកគឺថាល្អជាមួយស្វាមីហ្មងបារើស្វាមីជាងមុនទៀតដូចនាងវិសាខាអីសិតតែអ្នកបំរើស្វាមីណាបានស្វាមីរបស់គាត់ចិត្តទន់ណាពីព្រោះសាច់ញាតិព្រមទាំងស្វាមីរបស់នាងវិសាខាសិតតែអ្នកកាន់សាសនាផ្សេងហ្នឹងហើយឧបាសិកាផ្សេងទៀតច្រើនគ្នាតែថាបានស្វាមីមកស្វាមីមិនមែនកាន់ពុទ្ធសាសនាទេតែព្យាយាមអញ្ចឹងណាព្យាយាមអញ្ចឹងដល់ពេលតែគេឃើញយើងបដិបត្តិល្អអប់រំកាយវាចាចិត្តរបស់ខ្លួនឯងបានល្អសង្ឃថាអត់ចាំបាច់និយាយច្រើនទេគេចង់ទៅឯងឧទាហរណ៍ថាញាតិញោមណាឧស្សាហ៍ចូលទៅវត្តនិក្រូធវ័នគុលតឹងត្រឡប់មកវត្តវិញក៏ល្អបំរើស្វាមីនឹងក៏ល្អក៏មកត្រឡប់ទៅដល់ផ្ទះវិញ360ដឺក្រេឡើងកម្ដៅ100អង្សាអ្នកគ្រួសារយើងមិនអាយ៉ាអ្នកទៅវត្តមិនមែនថយកលេសស្រាប់កលេសកាន់តកើនឡើងនឹងទោះបីជាយើងនិយាយ100ឆ្នាំក៏គេអត់ជឿយើងដែរគេអត់ទៅជាមួយយើងទេណាអញ្ចឹងការបដិបត្តិរបស់ខ្លួនឯងហ្នឹងគឺសំខាន់អញ្ចឹងខ្ញុំកណាមានវិធីសាស្ត្រ3ចំណុចហ្នឹងឯងទី1យើងនិយាយដោយខ្លួនឯងបើយើងនិយាយដោយខ្លួនឯងឲ្យបាននាំទៅជួបអ្នកដែលអាចនិយាយបានសម័យឥឡូវមានទាំងប្រសងមានទាំងកុហកអ្នកបានរៀនធូរច្រើនមានថ្មីវោហាថ្មីមាត់ហ្នឹងនាំទៅជួបហ្នឹងទី2គឺថានាំទៅជួបអង្គណាដែលប្រតិបត្តិល្អនាំឲ្យទៅវត្តហ្នឹងគឺថាទៅឲ្យឃើញឲ្យជ្រះថ្លាក៏មកទៅឲ្យដូចតែអញដដែលអានឹងជាប់ហើយណានិយាយអញ្ចឹងមិនមែនបៀតបៀនអង្គណាទេប៉ុន្តែវិធីសាស្ត្រគឺបែបហ្នឹងសម្រាប់អ្នកដែលអត់មានសេចក្តីជ្រះថ្លាគឺថាអ្នកដែលមានសេចក្តីជ្រះថ្លាទុនខ្ចីគឺត្រូវតែបែបហ្នឹងហើយចំណុចទី3គឺញាតិញោមខ្លួនឯងអ្នកដឹកនាំគេហ្នឹងត្រូវតែប្រតិបត្តិខ្លួនឯងហ្នឹងដោយល្អព្យាយាមគ្រប់សង្កត់កិលេសរបស់ខ្លួនឯងហើយចម្រើនកុសលធម៌រឿយៗឲ្យបានច្រើននឹងចូលរួមប៉ុណ្ណឹងទៀតគណៈទិនសូមអរគុណលោកគ្រូបានបន្ថែមនៅចំណុចជាវិធីសាស្ត្រសម្រាប់ពុទ្ធបរិស័ទគ្រប់គ្នានៅក្នុងការដែលចង់អូសទាញដឹកនាំសាច់ញាតិបងប្អូនឬក៏ថាភរិយាស្វាមីនឹងឲ្យស្ថិតនៅក្នុងធម៌ឬក៏សេពគប់សប្បុរសអីចឹងទៅអញ្ចឹង3ចំណុចហ្នឹងតែមែនតើទៅដោយលោកគ្រូបានលើកមកចំណុចទី1គឺត្រូវចេះទូនមានឬក៏ប្រាប់ណែនាំដោយខ្លួនឯងទៅតាមការយល់នៅធម៌ដែលខ្លួនបានសិក្សាដែលខ្លួនបានយល់ទៅត្រឹមត្រូវហ្នឹងគឺព្យាយាមនៅក្នុងការអូសទាញបញ្ញត្តិបញ្យល់គាត់ឲ្យបានជាងមែនតើទៅគឺការបញ្យល់ហ្នឹងគឺសំខាន់ជាងការបង្កប់បញ្ជាណាពីព្រោះការបង្កប់បញ្ជាធ្វើឲ្យបានន័យថាអ្នកដែលគាត់ធ្វើតាមហ្នឹងគាត់ធ្វើតាមដោយមិនមានការយល់ដឹងច្បាស់លាស់អញ្ចឹងគាត់មិនអាចពេញចិត្តស៊ប់ទៅនៅក្នុងការធ្វើហ្នឹងបានទេអញ្ចឹងទាមទារការបញ្ញត្តិបញ្យល់ហើយបើសិនជាចំណុចទី2មិនមានលទ្ធភាពខ្លួនឯងទេគឺទៅរកប្រធារៈប្រសងអង្គណាដែលយើងស្គាល់ហើយដែលគាត់ថាលោកអាចដើម្បីនឹងណែនាំបញ្យល់ឬក៏ថាស្ដាប់នៅពធទេសនាអីផ្សេងតែមួយដែលអាត្មាចង់បន្ថែមនៅពីលើអ្វីដែលលោកគ្រូបានលើកឡើងហ្នឹងចង់ឲ្យញាតិញោមចេះបានន័យថាពេលដែលនិមន្តប្រសង់ឬក៏ថាចង់ឲ្យប្រសង់អប់រំទូនមានអាវាតអីចំពោះក្រុមគ្រួសារសាច់ញាតិហ្នឹងក៏យើងអាចដើម្បីនឹងប្រាប់ប្រសង់អីមុនដែរអញ្ចឹងទៅព្រោះមែនតើទៅចំណន់ព្រះអង្គមានញាណដើម្បីអាចយល់ដឹងអាចដឹងអំពីឧបនិស្ស័យឬក៏ការយល់ដឹងឬក៏ថាអ្វីដែលបុគ្គលនឹងធ្លាប់ប្រព្រឹត្តបដិបត្តិយ៉ាងណាព្រះអង្គដាក់ធัวឲ្យត្រូវគឺព្រះអង្គឆ្លៀសណាដូចជាពេទ្យដែលឆ្លៀសនៅក្នុងជំងឺរបស់អ្នកឈឺអញ្ចឹងក៏ប៉ុន្តែប្រសង់មែនតើដូចសម័យសពថ្ងៃធម្មកថាអីផ្សេងហ្នឹងក៏ដោយវាតែថាលោកបានសម្រេច
ធោឈានអភិញាអីចឹងទៅដឹងជាអ្នកមាននៅបរិចិត្តវិជាអញ្ចឹងអាចដឹងនៅចិត្តតែអាត្មាគាត់ថាយល់ល្អញាតិញោមអាចប្រាប់ទៅស្វាមីខ្ញុំកណានឹងឧស្សាហ៍ខឹងឬក៏ឆាប់ខឹងណាលោកម្ចាស់មានធោអីណាឲ្យគាត់ណាកាត់បន្ថយការខឹងហ្នឹងគឺអញ្ចឹងលោកអាចដឹងធោណាប្រសូតណាដែលគិតថាសមស្របជាមួយនឹងនិស័យរបស់គាត់អានឹងក៏ជារឿងដ៏សំខាន់ដែរពីព្រោះដោយព្រះសម្មាសម្ពុទ្ធព្រះអង្គមុននឹងទៅប្រោសនរណាម្នាក់ហ្នឹងគឺព្រះអង្គទ្រង់ប្រមាលមើលឧបនិស្ស័យរបស់បុគ្គលហ្នឹងដល់ពេលអញ្ចឹងគឺនៅពេលដែលសម្ដែងធម៌ក៏ឆាប់ត្រូវជាមួយនឹងអធ្យាស្រ័យអញ្ចឹងទៅក៏ជាចំណែកមួយដែលជួយឲ្យគាត់នឹងឆាប់ទទួលបាននៅអ្វីដែលជាការសម្ដែងឬក៏ជាអាវាតអីចឹងទៅហើយចំណុចដែលទី3ដែលលោកគ្រូលើកឡើងនោះគឺសម័យខ្លួនឯងហ្នឹងគឺត្រូវបដិបត្តិធ្វើម៉េចជាគំរូដើម្បីឲ្យបញ្ជាក់ឲ្យឃើញថានឹងគឺជាអ្នកមានធម៌នឹងគឺជាអ្នកចូលវត្តអារាមនឹងគឺជាអ្នកសមាទានសិលនឹងគឺជាអ្នកបដិបត្តិសមាធិអីចឹងទៅគណាលោកគ្រូមានអីបន្ថែមទេអត់ទេគណាអញ្ចឹងឥឡូវយើងបានសិក្សានៅក្នុងចំណុចនៃរឿងរ៉ាវនឹងជាខាងដើមហើយឥឡូវចូលមកដល់នៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងអំពីផ្លូវបដិបត្តិឬក៏ការគោរពនៅទិសទាំង6ក្នុងអរិយវិន័យដល់សង្ឃេលកៈបុត្រនឹងថាអ្នកថ្វាយអង្គមទិស6ដែលអ្នកឯងថ្វាយអង្គមនឹងគឺមិនត្រូវគឺមិនមែនអញ្ចឹងទេក្នុងអរិយវិន័យគឺបែបនេះវិញបានព្រះអង្គសម្ដែងចាប់តាំងអំពីកម្មកិលេសទាំង4នៅក្នុងចំណុចហ្នឹងគឺព្រះអង្គត្រាស់ថាមនីកហបដីបុត្រអរិយសាវកលះបង់នៅកម្មកិលេសអំពើដ៏សៅមង4ប្រការផងអានឹងជាចំណុចទី1កម្មកិលេស4ហើយចំណុចទី2មិនធ្វើនៅបាបកម្មអំពើអាក្រក់ទាំង4យ៉ាងនឹងផងហើយមួយទៀតគឺមិនសាបគប់នៅអបាយមុខដែលជាប្រធាននៃសេចក្តីវិន័យ6សេចក្តីវិន័យនៃភោគៈ6ហ្នឹងអញ្ចឹងសរុបមកគឺ14យ៉ាងហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាឈ្មោះថាជាអ្នកបិទបាំងទិសទាំង6ប្រតិបត្តិដើម្បីជំនះលោកទាំងពីរគឺលោកនេះផងនិងលោកខាងមុខផងឥឡូវយើងចូលមកសន្ទនាបន្តទៅទៀតតើតើជាមួយនឹងកម្មកិលេស4លោកគ្រូអ្វីជាកម្មកិលេសទាំង4យ៉ាងហ្នឹងហើយចង់ឲ្យលោកគ្រូបញ្យល់នៅក្នុងកម្មកិលេសនីមួយដើម្បីឲ្យញាតិញោមគ្រប់គ្នាទាំងអស់បានយល់ដឹងអំពីចំណុចដែលព្រះអង្គសម្ដែងថាត្រូវលះបង់ហ្នឹងត្រូវលះបង់យ៉ាងម៉េចគឺណាសូមរតនានិមន្តលោកម្ចាស់អាននេះទៅលើកមេតិកាកម្មកិលេស4យ៉ាងនឹងសិនមកមានអីខ្លះហើយសូមខ្ញុំកណាបញ្យល់ដោយសរុបតែម្ដងគឺណាទានអរគុណចឹងកម្មកិលេសទាំង4យ៉ាងហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាមនីកហបដីបុត្រការធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វជាកម្មកិលេសមួយការកាន់យកទ្រព្យដែលម្ចាស់គេមិនអោយជាកម្មកិលេសមួយការប្រព្រឹត្តខុសក្នុងកាមទាំងឡាយជាកម្មកិលេសមួយការនិយាយពាក្យកុហកជាកម្មកិលេសមួយកម្មកិលេស4ប្រការនេះដែលអរិយសាវកនោះបានលះបង់ហើយបានព្រះអង្គត្រាស់អំពីគាថាចុងក្រោយហ្នឹងតែបាណាតិបាតោអតនេទានំមុសាវាតោបវជតិបរតិរៈកមនញ្ជេវៈអ្នកបសੰសន្តិបណ្ឌិតាការសម្លាប់សត្វមួយការលួចទ្រព្យគេមួយនិយាយកុហកមួយខ្សែភរិយាអ្នកដតីមួយឈ្មោះថាកម្មកិលេសបណ្ឌិតទាំងឡាយមិនសរសើរឡើយគឺណាហ្នឹងកម្មកិលេស4យ៉ាងយើងនិយាយឲ្យខ្លីៗមកទី1មិនសម្លាប់សត្វទី2មិនលួចទ្រព្យអ្នកដតីទី3មិនប្រព្រឹត្តខុសក្នុងកាមហ្នឹងគឺថាស្មោះត្រង់តែនឹងភរិយារបស់ខ្លួនឯងស្វាមីរបស់ខ្លួនឯងគឺថាមិនទៅផ្ដេសផ្ដាស់ជាមួយនឹងនារីដតីស្វាមីដតីណាហើយទី4គឺមិនពោលពាក្យកុហកណានឹង4ប្រការហ្នឹងព្រះអង្គទ្រង់ត្រាស់ថាជាកម្មកិលេសចឹងខ្ញុំកណាបញ្យល់តាមបល័យនៅក្នុងអត្ថកថាតិចចាំចុងក្រោយលោកម្ចាស់
និយាយសម្រាយឲ្យញាតិញោមស្រួលស្ដាប់ខ្ញុំកណាចង់រំលេចអំពីភាសាបាលីបន្តិចដើម្បីឲ្យគណៈគុំចាស់ប្រសងអ្នកស្ដាប់អីលោកបានឱកាសស្ដាប់អីហើយបានមើលតាមអត្ថកថាអីចឹងណាឲ្យវាមានពីរចំណែកកណាចឹងនៅក្នុងអត្ថកថាលោកបានពន្យល់អំពីពាក្យថាកម្មកិលេសហ្នឹងថាកម្មកិលេសាតិតេហិកម្មេហិសត្តាកិលេសន្តិតាស្មាកម្មកិលេសាតិវុច្ចន្តិពាក្យថាកម្មកិលេសហ្នឹងគឺបានសេចក្តីថាសត្វទាំងឡាយរមែងសៅមងដោយកម្មទាំងឡាយនោះព្រោះហេតុដូច្នោះសត្វទាំងឡាយនោះឈ្មោះថាកម្មកិលេសាគឺបានសេចក្តីថាអ្នកដែលធ្វើឲ្យសត្វសៅមងហ្នឹងគឺដោយកម្មកិលេសណាសត្វតារិសត្វទាំងឡាយកិលេសសន្តិរមែងសៅមងកម្មមេហេដោយកម្មទាំងឡាយតេហេនោះអញ្ចឹងពាក្យថាកម្មកិលេសហ្នឹងគឺជាធម៌ដែលធ្វើឲ្យសត្វហ្នឹងសៅមងហេតុអីបានធម៌4ប្រការហ្នឹងធ្វើឲ្យសត្វសៅមងយើងគិតបន្តិចទី1សម្រាប់សត្វធ្វើប៉ាណាតែបានអញ្ចឹងធ្វើឲ្យបុគ្គលហ្នឹងសៅមងកណាទី2បើបុគ្គលនឹងលួចទ្រព្យអ្នកដទៃអញ្ចឹងទង្វើគឺការលួចនឹងឯងធ្វើឲ្យបុគ្គលនឹងសៅហ្មងទី3បើបុគ្គលនឹងប្រព្រឹត្តបរតិរកកម្មផ្ដេសផ្ដាស់នឹងប្រពន្ធកូនអ្នកដទៃអញ្ចឹងកម្មគឺការប្រព្រឹត្តផ្ដេសផ្ដាស់នឹងនឹងធ្វើឲ្យបុគ្គលនឹងសៅហ្មងទី4ការពោលពាក្យកុហកបោកបញ្ឆោតអ្នកដទៃគឺកម្មគឺការពោលពាក្យកុហកបោកបញ្ឆោតអ្នកដទៃនឹងធ្វើឲ្យបុគ្គលនឹងសៅហ្មងអញ្ចឹងទៅតាមសេចក្តីនៃអត្ថកថាពយល់នេះគឺធ្វើឲ្យយើងបានយល់សេចក្តីថាអ្វីដែលធ្វើឲ្យសត្វលោកសៅហ្មងហ្នឹងគឺកម្មជាអ្នកធ្វើឲ្យសត្វលោកសៅហ្មងអញ្ចឹងសត្វលោករបស់យើងនេះបរិសុទ្ធនិងមិនបរិសុទ្ធអាស្រ័យនឹងកម្មរបស់ខ្លួនឯងបើបុគ្គលណាធ្វើកម្មបរិសុទ្ធកម្មល្អបរិសុទ្ធនៅឯងនឹងធ្វើឲ្យបុគ្គលនឹងបរិសុទ្ធបើបុគ្គលណាធ្វើកម្មមិនល្អមានសម្រាប់សត្វជាដើមកម្មមិនល្អនឹងឯងនឹងធ្វើឲ្យបុគ្គលនឹងคล้ายទៅជាបុគ្គលមិនស្អាតបុគ្គលសៅហ្មងបុគ្គលមិនបរិសុទ្ធអានេះក៏ជាពធមួយដែលមានជំរឿជ្រៅទៅបន្តិចទៀតដែលថាព្រះអង្គហាមឃាត់ដែលពាក្យដែលមាននៅក្នុងសាសនាដទៃដែលតែងតែពោលថាសត្វលោកនឹងឯងបរិសុទ្ធដោយសារការចុះទៅលាងបាបក្នុងទឹកទន្លេគង្គាការដែលថ្វាយនៅបាបរបស់ខ្លួនឯងនឹងដល់ព្រះដែលខ្លួនឯងជឿឬក៏ថាការដែលសាងនៅអ្វីមួយដែលលុបលាងខ្លួនឯងមិនឲ្យមានភាពសៅហ្មងគឺព្រះអង្គបដិសេធនៅទង្វើទាំងអស់ហ្នឹងដោយមកសត្វលោកហ្នឹងបានយល់ថាសៅហ្មងឬក៏បរិសុទ្ធមិនមែនលើព្រះមិនមែនលើអ្នកដទៃមិនមែនការធ្វើពិធីកម្មអីទេសៅហ្មងឬក៏បរិសុទ្ធអាស្រ័យនឹងកម្មដែលខ្លួនឯងប្រព្រឹត្តអាហ្នឹងចំណុចមួយហើយចំណុចមួយទៀតអត្ថកថាលោកបានពន្យល់អំពីពាក្យថាកម្មកិលេសហ្នឹងបន្តទៀតថាកម្មកិលេសោតិកម្មញ្ចៈតាំងកិលេសៈសម្បយុត្តតាកិលេសោចាតិកម្មកិលេសោនេះបើនិយាយតាមបាលីជាបទសមាសកម្មកិលេសៈហ្នឹងមកពីស័ព្ទបាលីពីរស័ព្ទទី1គឺកម្មៈទី2កិលេសៈកម្មៈហ្នឹងយើងចែកឲ្យគឺប្រែថាទង្វើប្រែថាកម្មហ្នឹងហើយកិលេសៈយើងប្រែថាគ្រឿងសៅហ្មងសេចក្តីសៅហ្មងការមិនបរិសុទ្ធហៅថាកិលេសៈឬក៏កិលេសអញ្ចឹងបើតាមការចងរូបវិកហៈនៅក្នុងអត្ថកថាកម្មកិលេសៈហ្នឹងគឺជាវិសេសណត្តរបទកម្មធិរិយសមាសណាជាប្រភេទសមាសដែលមានឈ្មោះថាវិសេសណត្តរបទកម្មធិរិយសមាសពីព្រោះបទថាកម្មៈហ្នឹងជាវិសេសយៈកិលេសៈហ្នឹងជាវិសេសណៈអញ្ចឹងកិលេសៈហ្នឹងជាវិសេសណៈបញ្យល់ឲ្យបទថាកម្មៈឲ្យបទកម្មៈហ្នឹងមានសេចក្តីពិសេសថាជាកម្មសៅហ្មងមិនមែនជាកម្មបរិសុទ្ធទេតែជាកម្មសៅហ្មងឬក៏ថាមិនមែនជាកម្មដោយសាធារណៈទេគឺជាកម្មសៅហ្មងអញ្ចឹងកិលេសៈហ្នឹងឈ្មោះថាវិសេសណៈដែលបញ្យល់សេចក្តីឲ្យកម្មៈនៅក្នុងទីនេះសំដៅទៅដល់កម្មដ៏សៅហ្មងអញ្ចឹងបានសេចក្តីនៅក្នុងអត្ថកថាហ្នឹងកម្មញ្ចៈតាំងកិលេសៈសម្បយុត្តតាកិលេសោចាតិហ្នឹងបានសេចក្តីចេះកម្មញ្ចៈរីកម្មផងកម្មតាំងកម្មញ្ញរីកម្មនោះកិលេសោចៈឈ្មោះថាកិលេសកិលេសៈសម្បយុត្តតា
ព្រោះភាវៈនៃកម្មនោះសម្បយុទ្ធដោយកិលេសអញ្ចឹងយើងអាចទាញសេចក្តីទៅតាមធម៌បានសេចក្តីថាកម្មហ្នឹងណាដែលឈ្មោះថាជាកម្មដ៏សៅហ្មងពីព្រោះជាកម្មដែលសម្បយុទ្ធដោយកិលេសអញ្ចឹងជ្រៅទៅក្នុងអភិធម្មបន្ថែមទៀតថាកាយកម្មដែលសៅហ្មងឈ្មោះថាកាយទុច្ចរិតគឺអាស្រ័យនឹងកិលេសនៅក្នុងចិត្តសន្តានដែលនាំឲ្យបុគ្គលនឹងធ្វើកម្មដ៏សៅហ្មងបុគ្គលដែលធ្វើកាយទុច្ចរិតបានដែលធ្វើវិជ័យទុច្ចរិតបានពីព្រោះតែមានភាពសៅហ្មងនៅក្នុងខ្លួនគឺកិលេសហ្នឹងឯងលោភៈទោសៈមោហៈជាមូលជាឫសគល់ដែលឈ្មោះថាជាកិលេសពីព្រោះជាមូលជាឫសគល់ដែលនាំឲ្យធ្វើកាយទុច្ចរិតវិជ័យទុច្ចរិតនិងមនោទុច្ចរិតនឹងចាំលោកម្ចាស់បញ្យល់ទៅទៀតទៅថាតើបាណាតិបាតនឹងមានអីជាមូលអតនេទានកាមេសុមិច្ឆាចាមុសាវាទនឹងមានកិលេសអីជាមូលអញ្ចឹងណាអានឹងវាទាញនៅក្នុងនេះនៅក្នុងថាកម្មនឹងដែលឈ្មោះថាកម្មនឹងជាកិលេសពីព្រោះតែសម្បយុទ្ធដោយកិលេសបើកម្មនឹងសម្បយុទ្ធដោយសោភនៈចេតសិកកម្មនឹងវាជាមហាកុសលហើយវាជាកម្មបរិសុទ្ធហើយអានឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងហើយបានអត្ថកថាលោកបញ្យល់បន្តទៀតសកិលេសោយេវៈហេបាណੰហនតិនិកិលេសោអ្នកហតនតិតាស្មាបាណាតិបាតោកម្មកិលេសោតិវុត្តោពិតមែនបុគ្គលអ្នកប្រកបដោយកិលេសនោះឯងរមែងសម្រាប់សត្វបុគ្គលមិនមានកិលេសរមែងមិនសម្រាប់សត្វព្រោះហេតុដូច្នោះបុគ្គលដែលធ្វើបាណាតិបាតបានហ្នឹងពីព្រោះមានកម្មកិលេសនៅក្នុងខ្លួនមានកម្មកិលេសនៅក្នុងខ្លួនអញ្ចឹងយើងអាចដឹងបានថាសេចក្តីសៅហ្មងគឺកិលេសនៅខាងក្នុងចិត្តរបស់បុគ្គលនីមួយៗនឹងឯងដែលជាឫសគល់នាំឲ្យធ្វើកាយទុច្ចរិតវិជ័យទុច្ចរិតដែលជាកម្មកិលេសគឺបាណាតិបាតអតនេទានកាមេសុមិច្ឆាចារនិងមុសាវាទហ្នឹងអញ្ចឹងហើយបានសេចក្តីនេះក៏យើងអាចទាញបន្ថែមទៅទៀតថាបុគ្គលអ្នកដែលនៅមានកិលេសទៅសម្រាប់សត្វបានអ្នកមានកិលេសអាចសម្រាប់សត្វអាចលួចទ្រព្យអ្នកដទៃអាចប្រព្រឹត្តខុសក្នុងកាមអាចពោលពាក្យកុហកបោកប្រាស់អ្នកដទៃពីព្រោះតែមានឫសគល់គឺនៅមានកិលេសតែបើបុគ្គលនឹងអត់មានកិលេសទេយាដៃសម្រាប់សត្វមិនបានទៅលួចទ្រព្យអ្នកដទៃក៏មិនបានមិនអាចទៅប្រព្រឹត្តខុសក្នុងកាមមិនអាចពោលពាក្យកុហកថាមិនអាចនឹងមិនមែនដោយសារអ្វីដទៃក្រៅអំពីគាត់អត់មានកិលេសទេដោយព្រះអរិយបុគ្គលទាំងឡាយដែលថាអត់ធ្វើបាណាតិបាតជាដើមហ្នឹងមិនមែនខ្លាំងបកាយអីទេគឺនៅត្រង់ថាមិនមានកិលេសនៅខាងក្នុងចិត្តសន្តានដល់អត់មានកិលេសវាអត់មានឫសគល់ដែលនាំឲ្យបុគ្គលនឹងធ្វើទុច្ចរិតណានឹងតាមសេចក្តីនៅក្នុងអត្ថកថាហ្នឹងបានលោកបញ្យល់តទៅទៀតថាអតនេទានេទីសុបិអេសេវនិយោសំបីតនីនៅក្នុងអតនេទានជាដើមហ្នឹងក៏កប់បីកាន់យកនៅសេចក្តីនឹងដូចគ្នាអញ្ចឹងខ្ញុំកណាចូលរួមសេចក្តីប៉ុណ្ណឹងអ្នកមានយុបញ្យល់បន្ថែមទៀតដែរគណៈសូមអរគុណលោកគ្រូអញ្ចឹងញាតិញោមបានស្ដាប់អំពីនិយមន័យពាក្យថាកម្មកិលេសអញ្ចឹងចំណុចទី1គឺនៅលោកសម្ដែងថាសត្វទាំងឡាយនឹងសៅហ្មងដោយកម្មទាំងឡាយប៉ុណ្ណោះហើយកម្មទាំងឡាយប៉ុណ្ណោះគឺកម្មមានបាណាតិបាតអតនេទានកាមេសុមិច្ឆាចារៈនិងមុសាអញ្ចឹងបើគិតនៅក្នុងបណ្ដាអកុសលកម្មបទទាំង10គឺព្រះសម្មាសម្ពុទ្ធព្រះអង្គយកចំណុច4គ្រូគឺការសម្លាប់សត្វនឹង1ការលួចទ្រព្យអ្នកដទៃនឹង1ការប្រព្រឹត្តខុសក្នុងកាមនឹង1ហើយអញ្ចឹងកាយកម្ម3ហើយនឹងមុសាវាទ1វិជ័យកម្ម4ហ្នឹងយកតែមុសាវាទនឹងមក1អញ្ចឹងកម្មកិលេសទាំង4កម្មទាំង4យ៉ាងហ្នឹងដែលឈ្មោះថាជាកម្មកិលេសពីព្រោះទី1គឺថាយើងសៅហ្មងយើងនិយាយថាសត្វទាំងឡាយហ្នឹងគឺសំដៅដល់បុគ្គលសត្វគឺបុគ្គលនឹងឯងបុគ្គលណាដែលយើងស្ទន់មត់ពីព្រោះការសៅហ្មងឬក៏ស្អាតវាអាស្រ័យទៅលើការប្រព្រឹត្តណាអញ្ចឹងដូចនៅក្នុងចំណុចនេះអញ្ចឹងញាតិញោមគ្រប់គ្នាណាយើងសៅហ្មងក៏ព្រោះអាស្រ័យធัวទាំង4យ៉ាងហ្នឹងអញ្ចឹងបើសិនជាយើងជាអ្នកសម្លាប់នៅសត្វអានឹងឈ្មោះតែយើងសៅហ្មងណា
ហើយមិនបានយើងឈ្មោះថាជាអ្នកសៅហ្មងពីព្រោះយើងបានធ្វើនៅកម្មនោះគឺការសម្លាប់សត្វយើងលួចទ្រព្យគេឈ្មោះថាសៅហ្មងយើងប្រព្រឹត្តខុសក្នុងកម្មឈ្មោះថាសៅហ្មងគឺយើងពោលនៅពាក្យកុហកឈ្មោះថាសៅហ្មងអញ្ចឹងចំណុចកម្មកិលេសទាំង4យ៉ាងហ្នឹងគឺចាប់ផ្ដើមព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យយើងលះសិនណាញាតិញោមណាលះនៅកម្មកិលេសទាំង4យ៉ាងហ្នឹងហើយពាក្យថាកម្មកិលេសហ្នឹងដោយលោកគ្រូបានលើកមកអញ្ចឹងថាជាកម្មដែលសំទោសជាព្រោះកម្មនោះជាកិលេសព្រោះសម្បយុទ្ធដោយកិលេសឥឡូវហ្នឹងបញ្ហាបន្តិចឥឡូវរតនីលោកគ្រូចូលរួមសេចក្តីសិនដោយសារណាបញ្ហា វីដេអូទៅកណាអញ្ចឹងអញ្ចេះលោកម្ចាស់បានលើកឡើងមកហើយបើសិនតែយើងនិយាយទៅតាមកម្មបទ10គឺព្រះអង្គហាមទី4អាហ្នឹងដោយចម្ពោះទី1មិនសម្លាប់សត្វទី2មិនលួចទ្រព្យអ្នកដទៃទី3មិនប្រព្រឹត្តខុសក្នុងកាមនិងកាយកម្ម3ដល់ទៅវិជ័យកម្ម4គឺមិនពោលពាក្យកុហកតែមួយទេដល់ពេលមនោកម្មព្រះអង្គអត់មានសម្ដែងនៅក្នុងទីនេះទេប៉ុន្តែបើសិនជាយើងវិនិច្ឆ័យពធដែលព្រះអង្គទ្រង់សម្ដែងហ្នឹងទៅតាមអត្ថកថាដែលខ្ញុំកណាត់ថ្មបានលើកមកពីខាងដើមយើងអាចអនុឡោមនៅកម្មបទទាំង10ហ្នឹងចូលគ្នាបានដោយសារអីដោយសារតែកាយទុច្ចរិត3ព្រះអង្គសម្ដែងអស់ហើយវិជ័យទុច្ចរិត4ត្បិតថាព្រះអង្គសម្ដែងតែ1 3ទៀតព្រះអង្គអត់សម្ដែងពិតមែនប៉ុន្តែក៏អាចរាប់បញ្ចូលបានដែរពីព្រោះបុគ្គលដែលវាចាមុសាវាទហើយដើម្បីមិនឲ្យមានសេចក្តីសៅមងតាមវិជ័យភេទគឺថាមិនឲ្យមានសេចក្តីសៅមងនៅក្នុងការពោលគឺត្រូវតែប្រព្រឹត្តនៅវិជ័យសុចរិតទាំង4ប្រការនឹងតែម្ដងគឺថាមិនមែនត្រឹមតែវាចាការពោលពាក្យកុហកតែប៉ុណ្ណឹងទេសំបីតែពាក្យតកោះបោះបោកជេរបតិចអ្នកដទៃក៏មិនត្រូវធ្វើការដែលនិយាយញុះញង់អ្នកដទៃក៏មិនត្រូវធ្វើការដែលនិយាយពោលពាក្យរយរាយប្រយោជន៍ក៏មិនត្រូវធ្វើអាហ្នឹង3ទៀតយើងអាចអនុឡោមទៅតាមមុសាវាទដែលព្រះអង្គឲ្យវាចាដោយចម្ពោះហើយ3ទៀតយើងអនុឡោមមកតាមធម៌របស់ព្រះអង្គដល់ទៅមโนកម្ម3មโนកម្ម3ទី1គឺបើយើងនិយាយតាខាងកុសលកម្មបទទី1អនិភិច្ឆេមិនសម្លឹងរំពៃចង់បានទ្រព្យអ្នកដទៃទី2អព្យាបាទៈមិនមានគំនុំព្យាបាទចងអាឃាតអ្នកដទៃទី3មានសម្មាទិដ្ឋិថាមានការយល់ឃើញបានត្រឹមត្រូវមានកម្មសកតាបញ្ញាយល់ឃើញថាសត្វលោកប្រព្រឹត្តទៅតាមកម្មមានកម្មជារបស់ខ្លួនអីជាដើមហ្នឹងទៅតាមសម្មាទិដ្ឋិហ្នឹងអញ្ចឹងត្បិតថាមโนកម្មហ្នឹងព្រះអង្គអត់បានសម្ដែងមែនប៉ុន្តែយើងអាចអនុឡោមចូលទៅនៅក្នុងបទថាកិលេសនៅក្នុងបទថាកម្មកិលេសៈនឹងបានពីព្រោះអីពីព្រោះនៅក្នុងអត្ថកថាលោកបានពន្យល់ហើយថាកម្មនោះដែលឈ្មោះថាជាកិលេសពីព្រោះតែសម្បយុទ្ធដោយកិលេសអញ្ចឹងយើងអាចទាញទៅរកមូលបានណាបើអនិភិច្ឆេអង្គធោបានដល់អលោភៈបើភិច្ឆេអភិច្ឆេអង្គធោបានដល់លោភៈអញ្ចឹងមែនទេណាអង្គធោរបស់វាបានដល់លោភៈអញ្ចឹងលោភៈមូលនាំឲ្យប្រព្រឹត្តទុច្ចរិតអញ្ចឹងមែនទេណាលោភៈមូលគឺជាឫសគល់ដែលនាំឲ្យប្រព្រឹត្តទុច្ចរិតដល់ទៅអព្យាបាទៈអង្គធោបានដល់អតោសៈដល់ពេលព្យាបាទៈអង្គធោបានដល់តោសៈអញ្ចឹងតោសៈជាតោសៈមូលគឺថាជាឫសគល់ដែលនាំឲ្យប្រព្រឹត្តទុច្ចរិតដល់ពេលទៅមិច្ឆាទិដ្ឋិអង្គធោបានដល់មោហៈមិនអញ្ចឹងទេអញ្ចឹងមោហៈហ្នឹងជាមោហៈមូលដែលនាំឲ្យប្រព្រឹត្តទុច្ចរិតអញ្ចឹងយើងអាចទាញមโนកម្ម3ចូលដោយអនុឡោមនៅក្នុងបទបាលីថាកិលេសៈនៅក្នុងបទថាកម្មកិលេសៈហ្នឹងកម្មកិលេសនឹងបានអញ្ចឹងខ្ញុំកណាចូលរួមបន្ថែមសេចក្តីហ្នឹងប៉ុណ្ណឹងកុំចាស់បន្ថែមទៀតសូមអរគុណលោកគ្រូអញ្ចឹងនៅក្នុងចំណុចថាមែនតើដូចថាកម្មនោះជាកិលេសជាកម្មហ្នឹងគឺសំដៅដល់តួចេតនាអញ្ចឹងលោកគ្រូកណាអញ្ចឹងតួចេតនាហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាគឺជាតួកម្មហ្នឹងឯងអញ្ចឹងដោយសារតែនេះចេតនាហ្នឹងគឺជាចេតសិកជាសព្វចិត្តសាធារណៈចេតសិកហ្នឹងដែលវាត្រូវមកសម្ពយុទ្ធជាមួយនឹងកិលេសណា
គឺសម្បយុទ្ធជាមួយនឹងអកុសលចេតសិកដែលមានតួលោភៈឬក៏តោសៈឬក៏មោហៈហ្នឹងចូលមកប្រកបជាមួយហ្នឹងដែលជាកិលេសហ្នឹងណាចូលមកប្រកបហើយបានវាធ្វើឲ្យតួចិត្តរបស់បុគ្គលហ្នឹងក្លាយទៅជាអកុសលចិត្តអីចឹងទៅហ្នឹងអញ្ចឹងអកុសលចិត្តគឺជាចិត្តដែលមិនមាននៅក្នុងព្រះអរិយបុគ្គលមែនតើគឺយើងព្រះអរិយបុគ្គលនឹងយើងចែកទៅតាមលំដាប់ទៀតទេតែបើយើងនិយាយឲ្យអស់តែម្ដងគឺព្រះអរហន្តដែលលោកអស់នៅអកុសលចិត្តនឹងតែម្ដងអញ្ចឹងគឺលោកបានណាសម្លាប់ឬក៏ជាអ្នកមិនមាននៅទូកិលេសនឹងទៀតទេហើយតែមែនតើទៅនៅក្នុងទីនេះគឺជាកម្មដែលប្រព្រឹត្តទៅដើម្បីអបាយភូមិទៀតអញ្ចឹងលោកគ្រូចឹងបើយើងនិយាយនៅក្នុងចំណុចនេះគឺយើងអាចពោលថាជាកម្មសូម្បីតែព្រះសោតាបណ្ណបុគ្គលហ្នឹងក៏លោកបានលះបង់ដែរពីព្រោះព្រះសោតាបណ្ណបុគ្គលលោកបិទនៅអកុសលកម្មដែលប្រព្រឹត្តទៅដើម្បីឲ្យធ្លាក់ទៅក្នុងអបាយភូមិហ្នឹងគឺលោកលែងប្រព្រឹត្តលែងធ្វើទៀតហើយអញ្ចឹងគឺលោកបានឈ្មោះថាជាអ្នកបិទបាំងជាអ្នកមិនមាននៅកម្មកិលេសនឹងទៀតទេកណាចឹងសរុបមកថាកម្មកិលេសហ្នឹងគឺជាកម្មឬក៏ជាអំពើដែលប្រព្រឹត្តទៅដើម្បីធ្វើឲ្យសត្វហ្នឹងគឺសៅមកអញ្ចឹងគឺយើងត្រូវលះបង់នៅកម្មកិលេសទាំង4យ៉ាងហ្នឹងណាញញុំបាណតិបាតអត្តនេទានកាមេសុមិច្ឆាចារានិងមុសាវាទដែលអាត្មាគិតថាចំណុចទាំង4យ៉ាងហ្នឹងញញុំត្រូវតែមានណាពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងចំណុចដំបូងនៃការបដិបត្តិក្នុងទិសទាំង6យ៉ាងដែលតបជាមួយនឹងកហបតីបុត្រហ្នឹងគឺផ្ដើមចេញអំពីការដែលយើងចាប់ផ្ដើមបិទនៅកម្មកិលេសទាំង4យ៉ាងហ្នឹងឃើញទេឥឡូវហ្នឹងដោយសារពេលវេលាគាត់ថាចិត្តដល់ដែរហើយតែចង់បើកទូរស័ព្ទប្រព័ន្ធទូរស័ព្ទដើម្បីឲ្យញាតិញោមខលចូលបើសិនជាញាតិញោមមានអីសាកសួរបន្ថែមនៅក្នុងចំណុចហ្នឹងក៏អាចដើម្បីនឹងខលសាកសួរបានហើយឥឡូវអរតនីលោកគ្រូចូលរួមបន្ថែមអីយ៉ាងណាក៏អរតនីនិមន្តញាតិញោមខលទូរស័ព្ទចូលសាកសួរអីទៅបើអាត្មាភាពនិយាយទៀតដល់ម៉ោងបាត់ហើយលែងបានទួហ្នឹងមើលញាតិញោមមានអីសួរទេមើលស្ដាប់មក1ម៉ោងចិត្តកន្លះហើយសួរ1ម៉ាត់2ម៉ាត់មកនោះលេខទូរស័ព្ទ071 32 4 3ដង09 071ហ្នឹងមិត្តហ្វូនហ្នឹងកណាមិត្តហ្វូនណាមិត្តហ្វូន071 32 444 09មើលញាតិញោមធ្វើជាសួរអី1ម៉ាត់2មើលឲ្យអាត្មាភាពហ្នឹងមានទឹកមាត់លេបតិចឲ្យដឹងថាញាតិញោមហ្នឹងគឺព្យាយាមស្ដាប់ដែរមិនអាត្មាភាពនិយាយតែ2អង្គហ្នឹងក៏ទៅតែ2អង្គហ្នឹងទេអញ្ចឹងញាតិញោមខលមកបងឬក៏ថាសួរក្នុង comment ក៏បានដែរមិនអញ្ចឹងហ៎ក៏ដែរទេហ្នឹងហើយសួរក្នុង comment ក៏បានខលមកក៏បានបើញាតិញោមអត់មានប្រព័ន្ធ smartphone ទេអត់មានប្រព័ន្ធ97ញាតិញោមច្រើនថាប្រព័ន្ធ97បើអត់មានប្រព័ន្ធ97ទេញាតិញោម comment នៅក្នុង page លោកម្ចាស់ក៏បានដែរហ្នឹង page ធម្មប្រទីបហ្នឹងញាតិញោម comment មកពងតាស្ដាប់ហ្នឹងសួរមកថាកម្មកិលេសហ្នឹងយ៉ាងម៉េចដែរហើយស្ដាប់មកយល់ដែរទេហើយញាតិញោមចង់បានវិធីសាស្ត្រអីយ៉ាងម៉េចញាតិញោម comment ម្នាក់មួយម៉ាត់មកឬក៏ខលចូលក៏បាន071 32 444 09តាមពិតល្អញាតិញោមដោយលោកម្ចាស់លើកពីខាងដើមអញ្ចឹងអត្ថកថាលោកបានបញ្យល់ថាជាកិហិវិន័យសង្កេលកៈសោតហ្នឹងជាកិហិវិន័យគឺកិហិហ្នឹងប្រែថាក្រហោះប្រែថាញាតិញោមនឹងឯងកិហិហ្នឹងប្រែថាញាតិញោមហ្នឹងប្រែថាបសក់ហ្នឹងញាតិញោមតែងតែហៅថាបសក់ហ្នឹងប៉ុន្តែឬគល់ពេលថាបសក់ហ្នឹងកណាខំគិតមិនដឹងថាបានន័យថាម៉េចទេប្រែថាម៉េចអត់ដឹងតែអត្ថន័យដឹងនិយាយស្ដាប់គេយល់តែថាបសក់ហ្នឹងពាក្យសរសេរឲ្យត្រឹមត្រូវហ្នឹងសរសេរថាម៉េចហើយពាក្យអីគេពាក្យខ្មែរសុទ្ធឬក៏បាលីសំស្ក្រឹតអត់ដឹងណាបសក់
Dân vì này bao nhiệt nhau mà nè con chạp tô ô nằm nào ta xong thật trứ ta phơ oi trầm trừ tam vì này bàn cả na chơi thla ta phơ khâu vì đấy lên chơi thla lên ta vọt cho bao lâu prap nhôm mình thà nhôm bàn phơ trầm trừ tam vì này bọc luôn ai nhót đó mà chạy ta sẽ lăng mơ lô à vì này bao nhiệt nhau miền ấy khá nắng là ngày ព្រោះអញ្ចឹងញាតិញោម chẳng nhiệt nhau miền vì này luôn ai phong nè ឥឡូវហ្នឹងអត់តាន់ឃើញមានញាតិញោមខលមកទេអឺចឹងញាតិញោមបានស្ដាប់ទៅនៅក្នុងចំណុចនៃវិន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យយើងបដិបត្តិណាញាតិញោមដូចបានបញ្ជាក់មកអញ្ចឹងថាក្នុងចំណុចនៃបសូរនេះគឺផ្ដោតទៅលើអ្វីដែលញាតិញោមគ្រប់គ្នាត្រូវធ្វើអ្វីដែលញាតិញោមគ្រប់គ្នាត្រូវបដិបត្តិចឹងយើងមើលនៅក្នុងការដែលយើងបានសិក្សាចំណុចគោលទី1ជាជំហានទី1នៃការដែលយើងបដិបត្តិក្នុងនាមជាគ្រហស្ថគិរិយវៈជាអ្នកគ្រប់គ្រងផ្ទះគឺដោយការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យយើងវាចានៅកិលេសទាំងឡាយសរុបមកគឺទាំង14យ៉ាងហ្នឹងតែយើងបានលើកមកសន្ទនាហ្នឹងគឺប្រហែលជា4យ៉ាងហ្នឹងសិនហ្នឹងអញ្ចឹង4យ៉ាងហ្នឹងញាតិញោមចាំទៅថាជាកម្មកិលេសទាំង4យ៉ាងគឺយើងត្រូវបិទគឺមានន័យថាត្រូវហាមឃាត់ត្រូវវាចាមិនក៏បីប្រព្រឹត្តអញ្ចឹងណាហើយទាំង4យ៉ាងហ្នឹងគឺការសម្លាប់សត្វការលួចទ្រព្យគេការប្រព្រឹត្តខុសក្នុងកាមនិងការពោលនៅពាក្យកុហកហើយនឹងទាំង4យ៉ាងហ្នឹងគឺញាតិញោមត្រូវវាហើយញាតិញោមអាចវាបានប្រមាណហើយក្នុងសម័យសពថ្ងៃហ្នឹងលោកម្ចាស់ចង់សួរលោកម្ចាស់បន្តិចមានញាតិញោមខ្លះគាត់និយាយថាលោកម្ចាស់ខ្ញុំកណាបើនិយាយពីរឿងសិល5រក្សាមិនបានទេប៉ុន្តែខ្ញុំកណាសុំរក្សាតែ3បានទេកណាមើលលោកម្ចាស់ជួយដោះស្រាយរឿងហ្នឹងតិចមើលគាត់អាចរក្សាសិល3បានទេបើយើងនៅគិតនៅក្នុងចំណុចនៃសិលដែលជានិច្ចសិលអាហ្នឹងគឺបើសិនជាយើងបដិបត្តិបានប៉ុណ្ណាអាហ្នឹងគឺចំណែកនៃគុណគឺការដែលយើងបានបដិបត្តិហ្នឹងគឺមានប៉ុណ្ណឹងអញ្ចឹងវាបើយើងនិយាយទៅថាសម្រាប់គ្រហស្ថខុសគ្នាអំពីប្រសង់ដែលលោកបានន័យថានៅក្នុងឧទាហរណ៍ថាជាសាមណេរអញ្ចឹងសាមណេរកាលណាបើសិនជាលោកសូមនៅត្រៃសរណគមឈ្មោះថាជាអ្នកមាននៅសិក្ខាបទទាំង10ហើយអញ្ចឹងបើសិនជាដាច់ណាមួយក៏ឈ្មោះថាជាការដាច់ណាទាំងអស់ហ្នឹងតែម្ដងអាហ្នឹងសម្រាប់ប្រសង់តែសម្រាប់ញាតិញោមគ្រប់គ្នាឧទាហរណ៍ថាដូចជានៅក្នុងនិច្ចសិលឬក៏សិល5ដែលញាតិញោមគ្រប់គ្នារក្សាហ្នឹងអាហ្នឹងគឺទៅលើតួចេតនាដែលយើងធ្វើបានប៉ុណ្ណាហ្នឹងក៏បានប៉ុណ្ណោះក៏ប៉ុន្តែចំណែកនៃអំពើណាដែលប្រព្រឹត្តទៅដើម្បីជាបាបក្នុងចំណែកនៃសិលដែលយើងមិនអាចដើម្បីនឹងរក្សាបានអាហ្នឹងក៏វាប្រព្រឹត្តទៅតាមនឹងដែរអញ្ចឹងទៅគ្រូណាដូចថាឥឡូវយើងអាចវាចាការសម្លាប់សត្វបានអានេះឈ្មោះថាជាគុណមួយនៃយើងសាងនៅហេតុដែលប្រព្រឹត្តទៅដើម្បីការដែលមានអាយុវែងការដែលមិនមានអាពាហ៍ច្រើនពីព្រោះព្រះអង្គសម្ដែងនៅក្នុងកម្មវិភង្គសោតសម្ដែងអំពីហេតុនៃអាយុវែងហេតុនៃអាយុខ្លីហេតុនៃជំងឺតិចហេតុនៃជំងឺច្រើននៃផ្សេងហ្នឹងគឺវាអាស្រ័យទៅលើការប្រព្រឹត្តរបស់បុគ្គលនឹងឯងអញ្ចឹងបើសិនជាបុគ្គលនឹងវាចាការសម្លាប់សត្វអីចឹងទៅអានេះឈ្មោះថាបាននៅគុណគឺចំណែកនឹងមួយវាចានៅការលួចទ្រព្យអ្នកដទៃក៏ឈ្មោះថាជាការសាងនៅគុណក្នុងចំណែកមួយអញ្ចឹងទៅតែដល់ពេលយើងទៅធ្វើនៅអីផ្សេងទៀតដោយថាទៅពោលនៅពាក្យកុហកឬក៏ថាប្រព្រឹត្តខុសក្នុងកាមឬក៏ការបរិភោគនៅគ្រឿងសង្វឹងអាហ្នឹងគឺជាទោសក្នុងចំណែកដឹងអីចឹងទៅគណៈចូលរួមប៉ុណ្ណឹងទៅគ្រប់
ក៏ណាអញ្ចឹងបញ្ជាក់តន្ទីចេះមួយនាទី2នាទីថាសិល1សិល2សិល3សិល4ញាតិញោមអត់មានទេ ក៏ណាមានយ៉ាងហោចក៏សិល5ហួសពីសិល5ហ្នឹងទៅសិល8ឬក៏ឧបោសថសិលហ្នឹងណាហើយក៏ណានឹងសិលដែលខ្ពស់ក្រៃលែងគឺអត្រីកសិលមានសិក្ខាបទ10ហ្នឹងសម្រាប់ញាតិញោមអញ្ចឹងយ៉ាងទាបមាន5អាហ្នឹងតាមវិន័យគឺថាមាន5ហើយចុះបើតិចជាង5រក្សាបានដែរទេអាហ្នឹងដោយដូនចាស់ថាញាតិញោមស្រេចញាតិញោមទេបើរក្សាបានប៉ុណ្ណាប៉ុណ្ណឹងអត់មានអ្នកណាគេទៅចាប់បខំទេពីព្រោះអត់មានគុកដាក់អ្នកដែលអត់រក្សាសិលទេក៏ណាអញ្ចឹងអត់អាចចាប់បខំអ្នកណាបានទេប៉ុន្តែអញ្ចឹងបានឈ្មោះមួយទៀតណានៃអឺការទ្រុសសិលហ្នឹងគឺហៅថាបញ្ចវេរី5ប្រការហ្នឹងថាហេតុអីបានព្រះអង្គឲ្យចាប់ផ្ដើមរក្សាសិលគឺ5តែម្ដងអត់មាន3 4ថាដោយសារតែដើម្បីវាចាវេរីឲ្យគ្រប់សពតែម្ដងគឺត្រូវតែវាចាទាំង5យ៉ាងហ្នឹងអត់អាចអត់មួយណាបានទេអញ្ចឹងក្នុងនាមជាកុហកដើម្បីคลายខ្លួនឯងឲ្យដូចជាផ្កាឈូកដល់បរិសុទ្ធបានគឺត្រូវតែវាចានៅទោសទាំង5ប្រការហ្នឹងជាដាច់ខាតតែម្ដងអត់អាចមានតែ4អត់មួយបានទេអាហ្នឹងជាមូលហេតុណាតែហេតុអីបានព្រះអង្គឲ្យមានម្ដងទាំង5ហ្នឹងតែម្ដងគឺដើម្បីសេចក្តីបរិសុទ្ធរបស់កុហកហ្នឹងតែម្ដងអញ្ចឹងហើយបានសម្រាប់អ្នកដែលមានកម្មដ្ឋានណាដើម្បីឲ្យខ្លួនឯងបរិសុទ្ធយ៉ាងហោចក៏ត្រូវតែមានសិល5សិល5នឹងឯងគឺជាសេចក្តីបរិសុទ្ធជាជណ្ដើរដំបូងដ៏បរិសុទ្ធដែលត្រូវតែមានសិល5ហ្នឹងដែលខ្វះសិក្ខាបទមួយណាក៏អត់បានដែរហើយបើញាតិញោមរក្សាតែ3 4ខាងដើមអាទី5គ្រឿងសង្វឹងអត់បានអានឹងពិបាកបន្តិចបើសិនជានៅក្នុងអត្ថកថាលោកបានបញ្យល់ថាការបរិភោគគ្រឿងសង្វឹងហ្នឹងត្បិតតែថាបើយើងនិយាយពីរឿងទោសវាតិចជាងបាណាតិបាទេពីព្រោះបាណាតិបារហូតទៅដល់អនន្តរិយកម្មឯណោះក៏ណាបរិភោគគ្រឿងសង្វឹងជួនកាលអត់បានបៀតបៀនអ្នកដទៃទេអញ្ចឹងបានអ្នកខ្លះថាខ្ញុំកណាផឹកមានបានទៅជេរគេផឹកមានបានទៅធ្វើទោសធ្វើបាបកម្មអីណាគ្រាន់ផឹកតកណាសបាយតកណាតើមិនឲ្យទោសឲ្យពៃប៉ុន្តែការបរិភោគគ្រឿងស្រវឹងនេះឯងដែលជាហេតុនាំឲ្យបាត់បង់ស្មារតីហើយជាឫសគល់ដែលនាំឲ្យធ្វើទុច្ចរិតផ្សេងទៀតបានកាលណាតែមានគ្រឿងស្រវឹងក្នុងខ្លួនកាប់សម្លាប់ក៏ហ៊ានលួចក៏ហ៊ានប្រព្រឹត្តប្តីផ្ដាស់និងនារីផ្សេងក៏ហ៊ានកុហកបោកប្រាស់ក៏ហ៊ានបើមិនជឿទេញាតិញោមដឹងតែគ្នាឯងហើយថាគ្រឿងស្រវឹងចូលក្នុងខ្លួនហ៊ានធ្វើអីខ្លះបើអត់ស្រវឹងអត់មានគ្រឿងស្រវឹងចូលក្នុងខ្លួនអត់មានថ្នាំញៀនចូលក្នុងខ្លួនអត់ហ៊ានសម្លាប់ទេតែបើមានអស់នឹងចូលក្នុងខ្លួនសម្លាប់ក៏ហ៊ានលួចក៏ហ៊ានប្រព្រឹត្តប្តីផ្ដាស់ក្នុងនារីដតីក៏ហ៊ានពោលពាក្យកុហកក៏ហ៊ានអញ្ចឹងហើយទៅការដែលអត់បរិភោគគ្រឿងស្រវឹងនឹងគឺជារឿងចាំបាច់នៅក្នុងសិល5ប្រការនឹងដែរត្បិតថាបើនិយាយពីរឿងទោសវាអត់មានទោសធ្ងន់ទេតែបើថាប្រព្រឹត្តគឺនាំឲ្យមានអា4ទៀតហ្នឹងដោយចម្ពោះតែម្ដងណាខ្ញុំកណាចូលរួមប៉ុណ្ណឹងទេក៏ណាទេអរគុណលោកគ្រូអញ្ចឹងមែនតើទៅបើសិនជាខ្វះណាមួយក៏ឈ្មោះថាយើងមិនតាន់បានបិទបាំងនៅកម្មដែលជាហេតុប្រព្រឹត្តទៅដើម្បីធ្លាក់អបាយអញ្ចឹងលោកគ្រូដោយនៅក្នុងបសូតនៅក្នុងគម្ពីរអង្គតរនិកាយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីបុគ្គលប្រកបដោយធម៌5យ៉ាងរមែងធ្លាក់ទៅកាន់នរកដោយគេចាប់ទម្លាក់អញ្ចឹងគឺសំដៅដល់បុគ្គលដែលធ្វើនៅបាណតិបាតធ្វើនៅអត្តនេទានប្រព្រឹត្តខុសក្នុងកាមពោលនៅពាក្យកុហកនិងការបរិភោគនៅគ្រឿងស្រវឹងអីចឹងនឹងតែផ្ទុយទៅវិញបុគ្គលដែលប្រកបដោយធម៌5យ៉ាងរមែងទៅកាន់សុគតិហ្នឹងគឺដំណើរនៃការវិចារនៅបញ្ចវរិយទាំង5យ៉ាងហ្នឹងអញ្ចឹងញាតិញោមគ្រប់គ្នាមិនចាំបាច់ទៀមទា discount នេះទៀតទេណា5ហ្នឹងណាមកប្រសងហ្នឹងច្រើនណាស់ប្រសងសិក្ខាបទហ្នឹងណាមិនសូម្បីតែសាមណេរហ្នឹងមិនមែនត្រឹមតែ10ទេញាតិញោមឃើញណាប្រសងមានសល់10ប៉ុណ្ណឹងក៏ប៉ុន្តែសាមណេរហ្នឹងគឺមាននៅសិក្ខាបទផ្សេងក្នុងខណ្ឌកៈទាំងឡាយច្រើនមែនទេហើយញាតិញោមត្រឹមឥឡូវហ្នឹងមិនបាច់ចាំថាសិល8ឬក៏សិល10អីទេ5ហ្នឹងទៅឥឡូវព្រមឬមិនព្រមបាទឬក៏ទៀមទា discount ទៀតអាហ្នឹងអត់មានទេបាទន័យថាបើសិនជាយើងទៀមទាទៀតអាហ្នឹងវាដូចជាផលិតផលមួយអញ្ចឹងណាញាតិញោម
របស់ពេលខ្លះ discount ពេលខ្លះបញ្ចុះតម្លៃទៅវាមិនធានាគុណភាពអញ្ចឹងលោកគ្រូអញ្ចឹងយ៉ាងណាយើងចង់ discount នៃ05នឹងទៀតអញ្ចឹងអត់អាចធានាបានទេអំពីដំណើររបស់យើងហ្នឹងពីព្រោះយើងធ្វើនៅហេតុដែលប្រព្រឹត្តទៅដើម្បីធ្លាក់បាយភូមិណាអញ្ចឹង5ហ្នឹងគឺយើងព្យាយាមនៅក្នុងការរក្សាឲ្យបានខ្ជាប់ខ្ជួនឲ្យល្អទៅអាហ្នឹងយើងអាចធានាបានអំពីចំណុចមួយគឺការដែលយើងមិនបានសាងនៅបញ្ចវេរដែលជាហេតុប្រព្រឹត្តទៅដើម្បីធ្លាក់ទៅក្នុងអបាយភូមិទីទុកទីទាបទីលំបាកឥឡូវនេះដោយសារពេលវេលាហើយដល់ហើយចង់រតនាលោកគ្រូបន្ថែមសេចក្តីចុងក្រោយហើយយ៉ាងណាអំពីការលើកឡើងនៅក្នុងចំណុចនៃបសូតហ្នឹងដូចជាការដែលភ្ជាប់ជាមួយនឹងប្រធានបទរបស់យើងទៅសប្តាហ៍ក្រោយតទៅទៀតកណាសូមរតនានិមន្តកណាអញ្ចឹងចុងក្រោយហ្នឹងនិយាយប្រហើយបន្តិចអំពីសេចក្តីនៃប្រធានបទថ្ងៃហ្នឹងដែលដល់ត្រឹមកម្មកិលេស4យ៉ាងហ្នឹងដែលព្រះអង្គត្រាស់ចំពោះទៅនឹងសង្កេលកៈមេនុបថាការថ្វាយបង្គំរបស់អ្នកហ្នឹងបើនៅក្នុងអរិយវិន័យរបស់តថាគតគឺថ្វាយបង្គំខុសពីអ្នកអញ្ចឹងចង់ពន្យល់ថាអ្វីដែលហៅថាអរិយវិន័យយើងអាចប្រែថាវិន័យរបស់ព្រះអរិយហេតុអីបានជាកម្មកិលេសជាដើមនឹងឈ្មោះថាជាវិន័យរបស់ព្រះអរិយពីព្រោះតែព្រះអរិយបុគ្គលទាំងឡាយចាប់ពីសោតាបានទៅគឺអត់ធ្វើនៅកម្មកិលេសទាំង4ប្រការនឹងជាដើមទេណាបានន័យថាកម្មកិលេស4ប្រការបាបកម្ម4អបាយមុខ6ធម៌ទាំង14ប្រការហ្នឹងអត់មាននៅក្នុងខ្លួនព្រះអរិយបុគ្គលចាប់ពីសោតាបានទៅលើទេអញ្ចឹងគឺថាព្រះអរិយបុគ្គលយ៉ាងទេបំផុតគឺត្រឹមសោតាបានហ្នឹងគឺមិនធ្វើនៅទុច្ចរិតទាំង14ប្រការហ្នឹងឯងអញ្ចឹងហើយទៅធម៌ហ្នឹងព្រះអង្គទ្រង់ត្រាស់ថាណែមនាលសង្កេលកៈបុត្រដែលទិសនៅក្នុងអរិយវិន័យហ្នឹងគឺការមិនប្រព្រឹត្តនៅទុច្ចរិតទាំង14ប្រការហ្នឹងគណាទេហ្នឹងពាក្យថាអរិយវិន័យយើងបានយល់ថាវិន័យរបស់ព្រះរិយគឺយ៉ាងហ្នឹងហើយញាតិញោមអាចសួរឆ្លេចបន្តិចទៀតថាចុះទាំង14ហ្នឹងបានតែព្រះរិយអីក្រែងនឹងជាវិន័យរបស់ព្រះរិយឬថាមែនទេមិនមែនត្រឹមតែជាវិន័យរបស់ព្រះរិយអញ្ចឹងបានអត្ថកថាលោកព្យាយាមបញ្យល់ថាជាវិន័យរបស់កុហកអ្នកគ្រប់គ្រងផ្ទះញាតិញោមជាប្រសក់ហ្នឹងគឺជាវិន័យរបស់ញាតិញោមហើយដែលត្រូវធ្វើឲ្យបានខ្ជាប់ខ្ជួនហ្នឹងហើយដល់ទៅសប្តាហ៍ក្រោយញាតិញោមរងចាំស្ដាប់អ្វីហៅថាបាបកម្មញាតិញោមប្រហែលជាឆ្ងល់ហើយអីទៅបាបអីទៅបត់នោះអញ្ចឹងចាំមើលសប្តាហ៍ក្រោយហ្នឹងអីទៅបាបហ្នឹងកុំអញ្ចឹងញាតិញោមណាដឹកចង់ដឹងថាអ្វីហៅថាបាបពិតប្រាកដចាំស្ដាប់សប្តាហ៍ក្រោយហើយហៅគ្នាមកស្ដាប់មកចូលស្ដាប់ក្នុង page អីអញ្ចឹងទៅដើម្បីឲ្យកូនចៅបងប្អូនអីទាំងអស់គ្នាហ្នឹងបានដឹងអំពីបាបបុណ្យពិតប្រាកដកុំឲ្យចេះថាអានេះបាបអានេះបុណ្យអានេះបាបអានេះបុណ្យតែអត់ដឹងបាបបុណ្យពិតប្រាកដអញ្ចឹងញាតិញោមរៀនពីវិន័យខ្លួនឯងតទៅសប្តាហ៍ក្រោយដឹងពីរឿងបាបហើយអញ្ចឹងខ្ញុំកណាអាត្មាចុងក្រោយសូមចូលរួមប៉ុណ្ណេះហើយបើសិនជាមានលើសលោះខ្វះខាតដោយពាក្យសម្ដីឬក៏សេចក្តីនៅក្នុងព្រះសូត្រហ្នឹងមិនត្រឹមត្រូវអីត្រង់ចំណុចណាក៏សូមខន្តីអភ័យទោសអធិស្ឋានអំពីញាតិញោមពុទ្ធបរិស័ទព្រមទាំងគណៈម្ចាស់និងប្រធេរៈគ្រប់ព្រះអង្គដែលជាអ្នកឆ្លៀវឆ្លះនៅក្នុងព្រះធម៌ព្រះវិន័យគណៈសូមអនុមោទនាគណៈសូមអរគុណលោកគ្រូហើយអាត្មាក៏ចង់ចម្រើនពរញាតិញោមផងដែរថាកម្មវិធីនេះគឺយើងសន្ទនាជារៀងរាល់ថ្ងៃអាទិត្យនៅវេលាម៉ោង7កន្លះហើយមែនតើទៅដូចអាត្មាខាងចុងម៉ោងហ្នឹងដាក់ឲ្យមានការខលតាមប្រព័ន្ធទូរស័ព្ទហ្នឹងចំណុចទី1គឺចង់ឲ្យញាតិញោមបានចូលរួមណាមានន័យថាជាសម្លេងមួយជាការចូលរួមមួយក្នុងចំណែកនៃការយល់ដឹងអំពីបន្តអំពីការសន្ទនាទៅនៅក្នុងប្រធានបទហ្នឹងផងហើយបើសិនជាឆ្ងល់នៅក្នុងចំណុចណាមួយតកតងជាមួយនឹងអ្វីដែលលោកគ្រូដូចជាអាត្មាភាពបានលើកឡើងហើយហ្នឹងក៏ញាតិញោមអាចសាកសួរនៅបញ្ហាហ្នឹងឬក៏ថាមានការចូលរួមអីជាចំណែកមួយគឺថាចង់ចែករំលែកថាអូខ្ញុំកណានឹងរស់នៅបច្ចុប្បន្នហ្នឹងគឺបានយកធម៌ហ្នឹងមកប្រតិបត្តិហើយមានផលយ៉ាងនេះមានផលយ៉ាងនេះអីដើម្បីជាការចែករំលែកដល់ពុទ្ធបរិស័ទគ្រប់គ្នាដែលបានចូលរួមនៅក្នុងការស្ដាប់ក្នុង live ហ្នឹងផងដែរអញ្ចឹងថ្មសង្ឃឹមថា
ណាសប្តាហ៍ក្រោយញាតិញោមនឹងចូលរួមទាំងអស់គ្នាក្នុងការសាកសួរតាម comment ឬក៏តាមរយៈការខលតាមទូរស័ព្ទនឹងក្តីហ្នឹងញាតិញោមចូលរួមទាំងអស់គ្នាមកដើម្បីឲ្យការសន្ទនារបស់យើងនឹង ញោម ប្រព្រឹត្ត កត់ ទៅ កត់លេខទុកទៅណាញោមកត់លេខទូរស័ព្ទទុកទៅគ្រាន់បានលើក្រោយបានចូលសំឡេងផង បងចឹងញាតិញោមអាចចូលសំឡេងនៅក្នុង live ហ្នឹងជាការចែករំលែកអីបានវាតែថាការខលមកក្នុងរឿងអីផ្សេងៗដែលមិនតាក់ទងជាមួយនឹងប្រធានបទឬក៏មិនតាក់ទងជាមួយនឹងធម៌ដែលយើងបានស្ដាប់សិក្សាអីចឹងទៅហើយសង្ឃឹមថាញាតិញោមនឹងចូលរួមបន្តទៀតនៅសប្តាហ៍ក្រោយហើយឥឡូវនេះដោយសារពេលវេលាក៏ដល់ហើយចឹងខ្ញុំប្រកាសអាត្មាភាពទាំងពីរព្រះអង្គសូមអរគុណព្រះធរណុត្តរគ្រប់ព្រះអង្គក៏ដូចជាញាតិញោមជាពុទ្ធបរិស័ទគ្រប់គ្នាដែលបានស្ដាប់នៅក្នុងកម្មវិធីនេះហើយខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដោយអចេតនាក្នុងការពោលក្នុងការនិយាយទៅហើយនឹងបើសិនជាខុសតោះជាស្រ័យអីណាក៏សូមការខន្តីអធ្យាស្រ័យអំពីសំណាក់ព្រះធរណុត្តរគ្រប់ព្រះអង្គសូមប្រគេនបុណ្យធម្មទានទាំងអស់នេះគ្រប់ដល់ប្រគេនដល់សម្ដេចព្រះសង្ឃរាជព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គព្រះធរណុត្តរគ្រប់ព្រះអង្គដែលគង់នៅតាមបណ្ដាវត្តនានាដូចជាពុទ្ធបរិស័ទគ្រប់រូបដែលបានស្ដាប់នៅក្នុងពេលនេះក្តីនិងផ្សព្វផ្សាយនៅចំណែកបុណ្យឧទ្ទិសដល់បព្វការីជនទាំងឡាយវិរៈកងទ័ពដែលបានពលីក្នុងបព្វហេតុការពារជាតិមាតុភូមិរបស់យើងនិងសូមឲ្យជនជាតិខ្មែរគ្រប់រូបទាំងអស់បាននៅសេចក្តីសុខរួចផុតចាកទុក្ខកំបីអខានឡើយសូមអនុមោទនា